ឲ្យពិភពលោកបានឬនៅពេលនេះរត់ទៅមុខមិនងាកក្រោយមិនថយក្រោយច្រៀងរាល់ការមិនសុខចិត្តឲ្យរំពងរត់ទៅមុខដេញតាមទីឆ្ងាយនោះទោះបីដួលក៏ត្រូវចេញដំណើរម្ដងទៀតបេះដូងរបស់យុវជនម្នាក់នេះគួរតែឆ្កួតហើយអាស្វ័យអាស្វ័យអាស្វ័យអរគុណអ្នកគាំទ្រទាំងអស់គ្នាសង្ឃឹមថាលើកក្រោយពួកយើងអាចជួបគ្នាទៀតអាស្វ័យអាស្វ័យអាស្វ័យប្អូនសិស្សភ្ញាក់ឡើងអាខ្ញុំមិនទាន់ស្លាប់ទេលីវស្វ័យឯងក៏មកប្រឡងបាក់ឌុបដែរហ៎កុំប្រាប់ណាថាទៅដេកក្នុងបន្ទប់ប្រឡងនោះលីវស្វ័យឯងប្រឡងសាកល្បងបានតែជាង200បន្ទប់ប៉ុណ្ណោះសូម្បីតែមហាវិទ្យាល័យធម្មតាក៏ប្រឡងមិនចប់ផងថ្ងៃក្រោយគុំនិយាយថាចូលចិត្តខ្ញុំទៀតខ្ញុំខ្មាស់គេណាស់មនុស្សហិតបានការក៏សំតែដូចជាសម្រាមត្រូវជន់ឈ្លីនៅក្រោមបាតជើងអីចឹងនឹកស្មានមិនដល់ថាបានកាត់ឡើងវិញក្នុងពិភពស្របគ្នាទីនេះស្ទើរតែដូចផែនដីចាស់បេះបិទប៉ុន្តែផ្នែកវប្បធម៌និងការកំសាន្តបែរជាទេស្អាតដូចក្រដាសបើអញ្ចឹងទុកឲ្យសិស្សពូកែដូចខ្ញុំនេះបូករួមទាំងស្ដេចចម្រៀងដែលមិនធ្លាប់មានពីមុនមកក្នុងវិស័យតន្ត្រីនាំមកនៅភាពភ្ញាក់ផ្អើលដល់ពិភពលោកនេះខ្លះទៅចុះលីវស្វ័យឯងចង់ងាប់មែនទេហាប្អូនសិស្សទីនេះជាបន្ទប់ប្រឡងណាប្អូនសិស្សមិនអីទេមែនទេខ្ញុំមិនអីទេអរគុណអ្នកគ្រូក្រដាសមួយសន្លឹកងាយស្រួលគូគំនូបំផុតចង្រៃយកចាំបន្តិចទៀតប្រឡងចប់យើងនឹងទូទាត់បញ្ជីជាមួយឯងអ្នកគ្រូខ្ញុំប្រគល់ក្រដាសប្រឡងរបៀបដោះស្រាយនេះសំបីតែចម្លើយគំរូក៏ខ្លីជាងដែរជើងឯកផ្នែកវិទ្យាសាស្ត្រច្បាស់ជាគាត់ហើយឪពុកជួបគ្រោះថ្នាក់នៅការដ្ឋានពិការ3ឆ្នាំម្ដាយរត់ចោលជំពាក់បំណុលគេ 120,000 លទ្ធផលប្រឡងបាត់តារាលួចស្រឡាញ់ហ៊ឺប៊ីងប៊ីងត្រូវបានយិនសឹងចាប់ទុកជារឿងកំ pl រូបខ្ញុំនៅក្នុងពិភពលោកនេះបែរជាវេទនាដល់ថ្នាក់នេះផងប៉ុន្តែមិនអីទេពិភពលោកនេះគ្មានការកំសាន្តអ្វីទាំងអស់គ្មានជើសៀវជាគ្មានស៊ូរងសាងគ្មានសៀវតៃបទចម្រៀងបុរាណល្បីទាំងអស់ពីជាតិមុនឥឡូវនេះសុទ្ធតែជារបស់ខ្ញុំហើយជាតិនេះខ្ញុំនឹងប្រើសម្លេងចម្រៀងដើម្បីឡើងទៅកាន់កម្ពុជាម្ដងទៀតបងស្វ័យមិនក៏បងចេញមកមុនម៉ោងអញ្ចឹងប្រឡងរួចហើយល្មមដែរល្មមកាលពីមុនប្រឡងពេលណាបងមិនអង្គុយដល់ចុងក្រោយអង្គុយយូរមានប្រយោជន៍អីវិញ្ញាសាស្គាល់គេតែគេស្គាល់វិញ្ញាសាដែរទេយិនសឹងឯងចង់ធ្វើអីទីនេះជាសាលារៀនណានៅក្នុងបន្ទប់ប្រឡងឯងនិយាយស្អីដាក់យើងបើខ្លាំងនិយាយម្ដងទៀតមើលអាចសម្រាមលីវស្វ័យឯងចង់ងាប់មែនទេខ្ញុំថាឯងជាសម្រាមខុសដែរហ៎ឈោភ្លឹកធ្វើអីទាំងអស់គ្នាវាទៅពួកឯងក៏ចង់សាក់ដែរមែនទេឯងចង់ធ្វើស្អីទីនេះជាសាលារៀនណាបើឯងហ៊ានប៉ះយើងឯងងាប់មិនខានពេលឯងឲ្យគេមកវាយខ្ញុំមិនក៏មិនថាទីនេះជាសាលារៀនទៅលីវស្វ័យឯងហួសហេតុពេកហើយទើបតែប្រឡងចប់ឯងមិនគិតពីមិត្តភាពមិត្តរួមថ្នាក់សោះហើយមែនទេមិនក៏ថោកទាបបំលេះឯងថាម៉េចខ្ញុំថាមិនក៏នាងថោកទាបយ៉ាងនេះនាងគិតថានាងចេញមុខមកខ្ញុំច្បាស់ជាទុកមុខឲ្យនាងមែនទេខ្ញុំមិនបានសុំឲ្យឯងទុកមុខឲ្យខ្ញុំទេខ្ញុំគ្រាន់តែប្រាប់ឯងថាពួកយើងជាមិត្តរួមថ្នាក់ឯងធ្វើបែបនេះមិនត្រូវនាងគួរតែចេញមកតាំងពីយូរហើយមែនទេឃើញច្បាស់នឹងភ្នែកថាយិនសឹងចង់វាខ្ញុំនាងមិននិយាយសម្បីមួយឥឡូវខ្ញុំវាយិនសឹងនាងបែរជានិយាយពីរឿងមិត្តភាពថាធ្វើបែបនេះមិនត្រូវគឺប៊ីងប៊ីងធ្វើជាមនុស្សកុំមានស្តង់ដារពីពេកបានទេប៊ីងប៊ីងមិនបាច់ទៅខឹងនឹងសម្រាមបែបនេះទេកម្មវិធីហ៊ានច្រៀងហ៊ានល្បីចាប់ផ្ដើមចម្រុះហើយពួកយើងនៅត្រូវទៅចូលរួមប្រកួតទៀតណាលើកនេះយើងនឹងឲ្យមនុស្សគ្រប់គ្នាដឹងថានរណាជាចំណុចកណ្ដាលពិតប្រាកដលីវស្វ័យឯងហ៊ានមកទេយិនសឹងត្រូវបានគេកំណត់ឲ្យជាប់ទៅហើយការជំរុះគ្រាន់តែជាទម្រង់ការប៉ុណ្ណោះលីវស្វ័យឯងគុំទៅឲ្យខ្មាស់គេអីជួបគ្នានៅកន្លែងប្រកួតបងស្វ័យបងពិតជាចង់ទៅមែនឪពុករបស់យិនសឹងនៅមន្ទីរអប់រំការប្រកួតនោះគឺរៀបចំឡើងដើម្បីលើកមុខមាត់វិទេលើកមុខមាត់ខ្ញុំនឹងឲ្យវាដឹងថាអ្វីទៅដែលហៅថាមាសពិតមិនខ្លាចភ្លើង
បងប្រុសបងប្រឡងចប់ហើយមែនទេ ប្រឡងចប់ហើយឈានថ្ងៃនេះស្ដាប់បង្គាប់ទេ ស្ដាប់បង្គាប់តើខ្ញុំបានប្រែខ្លួនឲ្យពុកជូតក្នុងឲ្យពុកឆ្នាំចិនក៏កម្ដៅរួចរាល់ហើយដែរបងប្រុសបងប្រឡងបានល្អទេ លើកនេះបងនឹងប្រឡងបានលេខ1 វ៉ាវបងប្រុសពូកែជាងគេពូកែលេខ1លើលោក កូនប្រឡងចប់ហើយក៏ល្អហើយពុកបានធ្វើឲ្យកូនលំបាកហើយពុកគ្រូសាមួយនេះទៅថ្ងៃមុខទុកឲ្យកូនជាអ្នករ៉ាប់រងអាឡូបងស្វីការចម្រុះហ៊ានជ្រៀងហ៊ានល្បីចាប់ដើមមុនមកហើយនៅឯទីលានប្រជាជននេះឯងឆាប់មកជាតិនេះខ្ញុំនឹងធ្វើឲ្យពិភពលោកទាំងមូលបាននិយាយសំឡេងរបស់ខ្ញុំបងស្វីមិនទៅតែមកដល់ការចម្រុះចិត្តចាប់ផ្ដើមហើយណាឮថាតារាល្បីឈីនសូវ៉ាននឹងមកចូលរួមដែរនោះជាតារាលំដាប់កំពូលដែលចិត្តខ្លាយជាទេពធីតាចម្រៀងហើយណាបើបានថតរូបជាមួយនាងមួយជីវិតនេះខ្ញុំអស់ចិត្តហើយមិនយូរទេនាងនឹងមកអង្វរសុំថតរូបជាមួយឯងមែនហ៎បងកុំមកលេងសាច់នឹងខ្ញុំអីតារាល្បីកម្រិតនោះមិននឹងអាចមកអង្វរខ្ញុំទៅពីព្រោះបើនាងចង់ឲ្យខ្ញុំនិពន្ធបទចម្រៀងឲ្យគឺត្រូវតែអង្វរែងហើយបងស្វីពាក្យបែបនេះពួកយើងនិយាយលេងសាច់បានតែហាមដាច់ខាតកុំនិយាយនៅខាងក្រៅក្រែងលោកគេឆាប់មើលឈីនសូវ៉ានមកពិតមែនហើយឈីនសូវ៉ានឈីនសូវ៉ានឈីនសូវ៉ានខ្ញុំសូមប្រកាសថាកម្មវិធីហ៊ានជ្រៀងហ៊ានល្បីវគ្គចម្រុះប្រចាំក្រុងវ៉ាន់ឈឹងចាប់ផ្ដើមជាផ្លូវការសូមគោរពអញ្ជើញបេក្ខជនទី1យៀនសឹងថ្ងៃនេះនឹងឲ្យពួកឯងបានឃើញថាអ្វីទៅជាអាជីពពិតប្រាកដផ្សែងភ្លើងសង្គ្រាមរសាត់คล้ายជាច្រាំងពណ៌ប្រផេះកូនប្រុសហែកក្រណាត់ជូតដាវពន្លឺខ្ញុំរិះសូររលកបន្លឺឡើងម្ដងហើយម្ដងទៀតដូចជាមាននរណាម្នាក់លើកដាវបំភ្លឺឡើងខ្យល់បក់កាត់ទឹកដីដែលឆេះនឹងក្តីស្រមៃបក់ទឹកភ្នែកទៅទីដៅនោះមិនមែនជាទីបញ្ចប់ទេគឺការកើតឡើងវិញក្នុងភ្លើងកម្រិតប៉ុណ្ណឹងក៏ហ៊ានមកប្រហារដាក់ខ្ញុំដែរនោះមិនមែនជាការអស់សង្ឃឹមទេគឺអណ្ដាតភ្លើងមិនរលត់ក្នុងទ្រូងប៉ុន្តែតើអ្នកណាអាចចងចាំពេលល្ងាចដែលពួកយើងបានឆ្លងកាត់ថ្ងៃស្អែកនឹងត្រឡប់មកវិញនាំមកនៅរដូវផ្ការីកថ្មីអរគុណមិនអាក្រក់ទេជាប់បន្ទាប់ទៀតហ៊ឺប៊ីងប៊ីងអ្នកគ្រូឈីនបេក្ខជនម្នាក់នេះយ៉ាងមិនដែរត្រឹមកម្រិតខារ៉ាអូខេប៉ុណ្ណោះពិបាកខ្លាយជាតារាធំណាស់អ្នកគ្រូឈីនគ្រូសាគេមានឥទ្ធិពលខ្លះដែរសង្ឃឹមថាអ្នកគ្រូអាចជួយការពារគេឲ្យដល់វគ្គផ្ដាច់ព្រាត់អ្នកគ្រូគិតនាងកំពុងគំរាមខ្ញុំមែនទេមិនហ៊ានទេមិនហ៊ានទេវិស័យសិល្បៈឲ្យតម្លៃលើសមត្ថភាពពិតគេខ្លួនឯងគ្មានសមត្ថភាពគ្រប់គ្រាន់កុំថាឡើយខ្ញុំទោះបីជាទេពធីតាចម្រៀងទាំង4ជួយព្រមគ្នាក៏មិនអាចលើកពានបានដែរម្យ៉ាងទៀតខ្ញុំមកទីនេះគឺដើម្បីជ្រើសរើសសិស្សនិងដៃគូសំស្របមិនមែនមកចូលរួមក្នុងច្បាប់លួចលាក់របស់អ្នកទាំងអស់គ្នាទេបើបែបនេះមែនខ្ញុំនឹងចាក់ចេញភ្លាមអ្នកគ្រូឈៀនកុំខឹងអីខ្ញុំគ្រាន់តែសួរមើលទេពួកយើងមិននឹងហ៊ានបង្កប់បញ្ជាអ្នកគ្រូទៅបែបនេះគឺល្អបំផុតហើយសុបិនវែងអន្លាយទៅតែភ្ញាក់ដឹងខ្លួនខ្ញុំបើកបង្អួចឡើងធំក្លិនខ្យល់សើមហើយក៏ធំក្លិនអារម្មណ៍ដែលអ្នកមិនបាននិយាយចេញមកការនៅជ្រុងផ្លូវនៅតែរីកបណ្ដេញភាពស្ងប់ស្ងាត់យឺតរដូវភ្លៀងពណ៌ខៀវយឺតបន្តិចក៏មិនអីដែរបត់ទុកក្រដាស់នៃក្តីនឹកគិតផ្ញើទៅជើងមេឃពួកយើងសុទ្ធតែហាត់ដកដង្ហើមក្នុងភាពសាមញ្ញក្នុងភ្លៀងរលឹមរៀនចេះស្រឡាញ់ថ្នាក់ថ្នមអរគុណគណៈកម្មការមនោសញ្ជាតិណាល្អិតល្អន់ជាប់សំបីតែភាពក្លាហានមកចូលរួមការប្រកួតក៏គ្មានដែរពិតជាមនុស្សឥតបានការមិនអាចឡើងឆាកធំបានមែនបំពេញឈ្មោះច្រៀងបទអីបទពន្លឺនៃព្រឹកព្រលឹមមិនដែលលើបទនេះទេតែជាបទរបស់អ្នកចម្រៀងណាជារបស់ខ្ញុំច្រៀងផ្ទាល់គ្មានភ្លេងទេហេបាទហើយខ្ញុំត្រូវពាក់របាំងមុខចូលរួមប្រកួតតាមចិត្តឯងចោះដល់ពេលត្រូវនាំភាពភ្ញាក់ផ្អើលដល់ពិភពលោកនេះហើយអរគុណបេក្ខជនរូបនេះបន្ទាប់ទៀតសូមគោរពអញ្ជើញអ្នកចម្រៀងរបាំងមុខភ្លេងនៅឯណាខ្ញុំច្រៀងផ្ទាល់គ្មានភ្លេងទេច្រៀងផ្ទាល់
anh kết tha còn lạiយើងជីផ្សារលក់បន្លែអេសូមគណៈកម្មការមេត្តាផ្ដល់ពេលឲ្យខ្ញុំ1នាទីបានឲ្យពេលឯង1នាទីរាត្រីងឹតសង្កត់ផ្ទៃមេឃយ៉ាងទាបខ្ញុំស្ទាបស្ទង់ដកដង្ហើមក្នុងប្រហោងប្រេះការដួលមិនមែនជាទីបញ្ចប់ឡើយគ្រាន់តែខ្យល់រុញខ្ញុំទៅកាន់ទីឆ្ងាយជាងមុនតើនេះជាអ្នកណាសំឡេងនេះគឺជាសំឡេងបន្លឺចេញពីទ្រូងមិនអាចទេគ្រាន់តែជាមនុស្សសាមញ្ញម្នាក់តែខ្ញុំជឿជាក់ថាអនាគតនឹងផ្ដល់ស្លាប់នៃក្តីស្រមៃមួយគូដល់ខ្ញុំទោះបីជាការឈឺចាប់នៃការបរាជ័យធ្វើឲ្យរាងកាយរងរបួសក៏ដោយតែខ្ញុំជឿជាក់យ៉ាងមុតមមថាពន្លឺមុនពេលព្រឹកព្រលឹមគឺនៅទីឆ្ងាយតែខ្ញុំជឿជាក់យ៉ាងមុតមមថាពន្លឺមុនពេលព្រឹកព្រលឹមគឺនៅទីឆ្ងាយជាប់ដោយពិន្ទុពេញប្រាក់រង្វាន់3000បើកភ្លាមនៅនឹងកន្លែងអរគុណគណៈកម្មការតើជាអ្នកណាឲ្យប្រកាសទៅទើបមានសម្លេងបន្លឺខ្លាំងដល់ថ្នាក់នេះសម្លេងនេះការច្រៀងបែបនេះមិនអាចទេតើគេជាអ្នកណាឲ្យប្រកាសគ្រាន់តែច្រៀងផ្ទាល់ប៉ុណ្ណោះចៃដន្យឲ្យត្រូវមនោសញ្ចេតនាល្មមហេតុអ្វីបានជាគេធ្វើឲ្យខ្ញុំមានអារម្មណ៍ស្និទ្ធស្នាលយ៉ាងនេះតើគេជាអ្នកណាឲ្យប្រកាសអ្នកគ្រប់គ្រងឈិនអ្នកហៅខ្ញុំមែនទេស្រាវជ្រាវពីអ្នកចម្រៀងរបាំងមុខម្នាក់នេះខ្ញុំចង់បានព័ត៌មានទាំងអស់របស់គេយល់ហើយមនុស្សបែបនេះមុខជានឹងល្បីផ្ទុះឡើងនឹងធ្វើឲ្យពិភពសិល្បៈទាំងមូលភ្ញាក់ផ្អើលមិនខានមិនក៏ខ្ញុំចេះតែមានអារម្មណ៍ថាធ្លាប់ស្គាល់គេពីមុនមកអញ្ចឹងក្នុងចំណោមមិត្តរួមថ្នាក់យើងគ្មានកម្ពុជាមនុស្សបែបនេះទេប៉ុន្តែគេគ្រាន់តែច្រៀងផ្ទាល់ប៉ុណ្ណោះគ្មានភ្លេងគ្មានការរៀបចំតន្ត្រីក៏គ្មានតម្លៃអ្វីទាំងអស់ត្រូវហើយចាំដល់វគ្គដំបូងខ្ញុំច្បាស់ជាយកឈ្នះគេឲ្យបានតោះទៅត្រឡប់ទៅមើលលីវស្វ័យមនុស្សឥតបានការដែលសំបីតែវគ្គចម្រុះក៏មិនហ៊ានចូលរួមយកអ្វីមកប្រៀបជាមួយយើងនឹងឲ្យវាដឹងថាអ្វីទៅជាគម្លាតពិតប្រាកដលីវស្វ័យអ្នកចម្រៀងរបាំងមុខសំជាអ្នកដែលចិត្តខ្លាយជាទេពធីតាចម្រៀងមែនអាចរកឃើញខ្ញុំលឿនដល់ថ្នាក់នេះឈៀនចាំបងប្រុសបន្តិចណាខ្ញុំចង់សុំឲ្យឯងជួយនិពន្ធបទចម្រៀងឲ្យខ្ញុំលក្ខខណ្ឌឯងជាអ្នកកំណត់គ្មានពេលទេស្ថានភាពគ្រួសារឯងខ្ញុំបានដឹងច្បាស់ហើយព្រោះតែបែបនេះហើយទើបឯងត្រូវការឱកាសនេះថ្លៃកម្មសិទ្ធិបញ្ញាបទចម្រៀងមួយបទអាចឲ្យឯងរស់នៅបាន1ឆ្នាំយ៉ាងស្រួលខ្ញុំមិនចេះតែនិពន្ធបទចម្រៀងឲ្យអ្នកណាផ្ដេសផ្ដាសនោះទេមនុស្សប៉ុន្មានអ្នកលុតជង្គង់សុំឱកាសនិពន្ធបទចម្រៀងឲ្យខ្ញុំមនុស្សប៉ុន្មានអ្នកចូលចាំក្រោមអគារក្រុមហ៊ុនខ្ញុំពេញមួយយប់គ្រាន់តែចង់ឲ្យខ្ញុំមើលបទចម្រៀងគេមួយផ្លែឯងជាមនុស្សតែម្នាក់គត់ដែលហ៊ានបដិសេធខ្ញុំនេះគ្រាន់តែជាលើកទី1ប៉ុណ្ណោះហើយការសុំឲ្យគេជួយត្រូវតែមានអាកប្បកិរិយាសុំឲ្យគេជួយគួរឲ្យចាប់អារម្មណ៍ណាស់បើអញ្ចឹងចាំឯងត្រៀមខ្លួនរួចរាល់ចាំមកជួបខ្ញុំម្ដងទៀតបងស្វ័យបងទៅណាទៅតែមកមិនក៏មិនទៅចូលរួមការចម្រុះពីព្រោះខ្ញុំបានត្រៀមរឿងភ្ញាក់ផ្អើលមួយសម្រាប់អ្នករាល់គ្នាបានហើយមែនហើយអំបញ្ញមិញខ្ញុំឃើញឈីនសូវ៉ាននិយាយជាមួយបងនាងនិយាយស្អីខ្លះជាមួយបងគ្មានអីទេមិនអាចទេនាងមករកបងដោយផ្ទាល់ច្បាស់ជាមានការហើយនាងថាចង់ឲ្យខ្ញុំជួយនិពន្ធបទចម្រៀងឲ្យនាងនិពន្ធបទចម្រៀងឈីនសូវ៉ានឲ្យបងនិពន្ធបទចម្រៀងឲ្យបងយល់ព្រមឬអត់ទេហេតុអីទៅនោះជាឈីនសូវ៉ានណាមនុស្សប៉ុន្មានអ្នកដណ្ដើមគ្នាចង់បែកក្បាលក៏មិនបានឱកាសនោះផងពីព្រោះសូមឲ្យគេជួយត្រូវតែមានអាកប្បកិរិយាសូមឲ្យគេជួយបងស្រីឈិនអាដៃនោះមិនដឹងខ្យល់អីសោះត្រូវការឲ្យខ្ញុំរកមនុស្សពិតមាត់មនុស្សបែបនោះទោះមិនអាចក្លាយជាមិត្តភក្តិក៏មិនត្រូវក្លាយជាស្ត្រូវដែរចាស់ខ្ញុំយល់ហើយពិតជាខានជួបមនុស្សគួរឲ្យចាប់អារម្មណ៍បែបនេះយូរហើយតែចង់ឲ្យខ្ញុំអង្វរែងត្រូវមើលសមត្ថភាពឯងបន្ទាប់ពីនេះសិនហើយចេញឡានទៅស្វ័យឲ្យកុំធ្វើឲ្យខ្លួនឯងហត់នឿយពេកណាកូនមិនហត់ទេពុកបងប្រុសស្អាតទេស្អាតឈៀនស្អាតជាងគេបង្អស់បងស្វ័យថ្ងៃស្អែកចេញលទ្ធផលប្រឡងហើយបងចាំមកឲ្យលឿនបន្តិចណាយល់ពមធ្វើជាសិស្សខ្សោយអស់3ឆ្នាំស្រាប់តែប្រែជាសិស្សពូកែប្រហែលជាមានមនុស្សជាច្រើនទម្លាប់មិនទាន់ទេដឹងអបអសាទរផងយានសឹងវីដេអូប្រកួតចម្រុះរបស់អញល្បីពេញគ្រប់សាលាហើយអ្នកចែករំលែកលើពី1000អ្នកសង្ឃាខ្លាំងហើយប៊ីងអញពេលលេងព្យាណូដូចជាទេពអប្សរចុះពីឋានសួគ៌អញ្ចឹងបាក់ខ្ញុំមើលហើយថានាងទៅថ្ងៃមុខច្បាស់ជាខ្លាយជាតារាល្បីមិនខានប៉ុណ្ណឹងទើបតែចាប់ផ្ដើមទេវគ្គដំបូងមានក្រុមតន្ត្រីអាជីពប្រគំភ្លេងឲ្យមានឆាកនិងភ្លើងពណ៌ដ៏ស្រស់ស្អាតជើងឯកច្បាស់ជារបស់ខ្ញុំហើយលក្ខខណ្ឌពេលចម្រុះបែបនោះបងសឹងនៅតែអាចបង្ក្រាបទស្សនិកជនបានវគ្គដំបូងមិនបាច់និយាយក៏ដឹងថាឈ្នះដាច់ដែរសំឡេងរបស់បងសឹងលំដាប់អាជីពហើយយានសឹងច្រៀងបានល្អពិតមែន
ថ្ងៃជំរុះនោះគណៈកម្មការសុទ្ធតែញកក្បាលសរសើរក៏សំណាងដែរដែលមានអ្នកខ្លះសំបីតែភាពក្លាហានឈរលើឆាកក៏គ្មានសំតែធ្វើជាទស្សនិកជននៅក្រោមឆាកប៉ុណ្ណោះបើមិនអញ្ចឹងទេមានតែទៅឲ្យខ្មាស់គេប៉ុណ្ណោះ គុំនិយាយបែបនោះអីមនុស្សគ្រប់រូបសុទ្ធតែមានកន្លែងរៀងខ្លួនកន្លែងរបស់ Live Sway គឺនៅក្រោមឆាកមើលពួកយើងសម្ដែងនេះទើបជាឆាកដែលស័ក្តិសមបំផុតសម្រាប់វាពួកឯងអង្គុយចុះបងស្វ័យពួកវាកុំប្រញាប់មិនយូរទេពួកវានឹងសើចលេងចេញហើយមើលការដឹងខ្យល់របស់គេទៅដឹងពីសមត្ថភាពខ្លួនឯងក៏ចេះគេខ្លួនជិះវៀងត្រូវចាញ់ពន្លឺគេយានសឹងកុំចេះតែនិយាយការពិតពេកមើលប្រាប់ឲ្យពួកឯងដឹងវគ្គដំបូងយើងនឹងច្រៀងពេលនោះមានក្រុមតន្ត្រីអាជីពប្រគំមានឆាកភ្លើងពណ៌នោះទើបជាកម្រិតពិតប្រាកដយប់នេះគ្រាន់តែកម្ដៅសាច់ដុំប៉ុណ្ណោះបងសឹងវគ្គដំបូងពេលណាដែរពួកយើងទៅជួយលើកទឹកចិត្តសប្តាហ៍ក្រោយដល់ពេលនោះពួកឯងនឹងដឹងថាអ្វីទៅជាគម្លាតមនុស្សមួយចំនួនមួយជីវិតនេះក៏ឈានមិនដល់កម្រិតនោះផងប្រាកដណាស់វគ្គដំបូងរបស់បងសឹងពួកយើងទៅទាំងថ្នាក់តែម្ដងបងសឹងឯងថាមនុស្សមួយចំនួនតាមមួយជីវិតនេះមិនដែលឃើញឆាកពិតប្រាកដទេមែនទេសិស្សទាំងអស់គ្នាសូមស្ងាត់រាត្រីស្មោះរបញ្ចប់ការសិក្សាចាប់ផ្ដើមជាផ្លូវការក្រៅពីនេះយប់នេះយើងនឹងឆែកលទ្ធផលប្រឡងសូមទេវតាជួយសូមឲ្យជាប់ផងចុះទីបំផុតអាចឆែកបានហើយមែនទេត្រូវហើយយប់នេះឆែកលទ្ធផលដំណើរគ្នាមិនឲ្យខ្វះសូម្បីតែម្នាក់អូនសិស្សទាំងអស់នៅសល់តែកន្លះម៉ោងទៀតប៉ុណ្ណោះនឹងប្រកាសលទ្ធផលហើយសូមអញ្ជើញផ្កាយប្រចាំវគ្គជំរុះថ្នាក់យើងប្អូនយានសឹងមកច្រៀងមួយបទជូនអ្នកទាំងអស់គ្នាបានទេបទចម្រៀងនេះសូមឧទ្ទិសជូនអ្នកទាំងអស់គ្នានិងអ្នកទាំងឡាយណាដែលបានត្រឹមតែឈរងើយមើលពីក្រោមឆាកមេឃរដូវក្តៅប្រែប្រួលភ្លៀងគ្រាប់ភ្លៀងធ្លាក់ចុះដូចជាសំឡេងលាគ្នាគ្រាន់តែជាប់វគ្គចម្រុះសោះមិនមែនបានលេខ1ឯណាពូស្អីម្លេះមិនអីទេគង់តែមានថ្ងៃមួយវាដឹងខ្លួនថាខ្លួនឯងគ្រាន់តែជាធ្លុកប៉ុណ្ណោះទឹកភ្លៀងជះលើមុខក្រោមពន្លឺភ្លើងផ្លូវចង់ដេញតាមរឿងកាលពីម្សិលមិញឲ្យកាន់តែច្បាស់ចាំសូមឲ្យពួកយើងស្ដាប់ពីរឿងរ៉ាវ326ទូទាំងខេត្តជាឈ្មោះបេក្ខជនទាំងអស់វគ្គសម្បូរបញ្ជីប្រកាសបញ្ជីចំណាត់ថ្នាក់គឺប្រកាសតែបញ្ជីឈ្មោះអ្នកជាប់ប៉ុណ្ណោះ
មើលទៅហើយសិនជាគួរឲ្យចាប់អារម្មណ៍ជាងអ្វីដែលខ្ញុំគិតទៅទៀត ទើបលោកនិយាយច្បាស់បែបនេះ អ្នករាល់ជាការប្រកបពាក្យគេត្រូវតែមានអាកប្បកិរិយាសម្រុំចាំបានទេ លីស៊ូជាស្ដេចមួយតែពុកនឹងឈានរស់នៅបានស្រួលទើបខ្ញុំអាចស្ងប់ចិត្តទៅប្រកួតបាន ដូចបានចុះស្ដាយអស់មកគុំប្រឡងបានលេខ825ខ្ញុំខំប្រឹងហាត់យូរយ៉ាងនេះគឺដើម្បីយកពីនទុំមកជន់ក្បាលអ្នកទាំងអស់គ្នាឲ្យពីងឃើញថាខ្ញុំខ្លាំងជាងលីវស៊ុយ100ដងមិនដាក់ចំណាត់ថ្នាក់ធ្វើមិនជន់ក្បាលអាអ្នកក្រនោះបាន ទ
ទីនេះតែរបស់យើងនៅមានសម្បត្តិក្នុងអ្នកទាំងខេត្តអ្នកធ្វើពីបានឲ្យឡើងឆាកធំបែបនេះសំបីតែសេចក្តីក្លាហានបើកមាត់ក៏គ្មានផងអូនប្រុសមិនទាន់ចេញប្រហែលជាទៀតមិនក៏ថាអូនប្រុសល្អឯងបាននាំកិត្តិយសដ៏ធំធេងមកឲ្យសាលាយើងហើយក្រុមនេះជាបន្ទុករបស់ខ្ញុំមែនទេលីកចុះចាញ់មិនចុះញឹមយកឈាមក្តៅគុកច្រៀងរហូតដល់ភ្លឺពីសាហាតិចគេច្បាស់ជាលួចចម្លងហើយ
ពីបច្ចុប្បន្នការប្រកួតបែបនេះសម្រាប់ខ្ញុំគ្រាន់តែមកដើរលេងប៉ុណ្ណោះ មិនសំខាន់ទេយ៉ាងណាពេលបង្រិតសមត្ថភាពរបស់ខ្ញុំអ្នកណាក៏ដឹងដែរចំណាត់ថ្នាក់ស្អីនោះមិនសំខាន់ទេ សួរការពីពិធីជប់លៀងបញ្ចប់ការសិក្សាឯងច្រៀងបានល្អពិតមែននិយាយត្រង់ពេលនោះខ្ញុំក៏ភ្ញាក់ផ្អើលដែរប៉ុន្តែទីនេះមិនដូចពិធីជប់លៀងនោះទេ ទីមួយសម្រាប់សំខាន់ដល់ជីវិតរស់នៅរបស់ខ្ញុំពេលត្រូវរៀនគឺរៀនពេលត្រូវត្រឡប់ទៅផ្ទះគឺទៅផ្ទះ ខ្យល់បក់កាត់យកទេស្អាតនាំមកនៅពាក្យថារាត្រីសួស្តីជំនួសនរណាម្នាក់កែមក្រដាសសរសេរពោពេញដោយការនឹកគិតប៉ុន្តែត្រូវបានដំណក់ទឹកភ្លៀងរលកបន្តិចម្ដងខ្យល់បានផ្ញើសម្បុត្រឆ្លងកាត់មនុស្សម្នានឹងជើងមេឃយកពាក្យដែលមិនទាន់និយាយប្រគល់ជូនអ្នកដោយស្ងាត់ស្ងៀម ប្រសិនបើអ្នកកយសំឡេងខ្យល់នេះដែរនោះគឺជាខ្ញុំដែលនៅឆ្ងាយកំពុងខិតទៅជិតអ្នកថ្នម Bing Bing ស្អាតខ្លាំងណាស់ច្រៀងពីរោះណាស់ Bing Bing ពិតជាទេពអប្សរមែនមនុស្សស្អាតសំឡេងក៏ពីរោះបែបនេះមិនជាប់លេខ1មិនបានអារម្មណ៍ស្មោះស្ម័គ្រច្រៀងបានយ៉ាងលម្អិតការលេងព្យាណូអមជាមួយក៏មានការគិតគូរយ៉ាងល្អបទនេះខ្ញុំមិនធ្លាប់ធ្វើពីមុនមកទេតែជាបទនិពន្ធផ្ទាល់ខ្លួនមែនទេចាស់មែនហើយទាំងទំនុកច្រៀងនិងបទភ្លេងគឺខ្ញុំនិពន្ធដោយខ្លួនឯងអត្ថន័យនៃទំនុកច្រៀងពីរោះណាស់ខ្ញុំបានសរសេរសម្បត្តិមួយច្បាប់គ្មានអាសយដ្ឋានទុកឲ្យវាអន្តែតាមខ្យល់ទៅកាន់ទីក្រុងដែលអ្នកនៅឃ្លានេះធ្វើឲ្យមានអារម្មណ៍ឃើញរូបភាពច្បាស់ណាស់សំឡេងព្យាណូអមជាមួយមានភាពស្រស់ស្អាតភាពស៊ីគ្នានៃសូរសំឡេងមិនអាយអារម្មណ៍លម្អិតល្អណាស់ចប់វគ្គបន្ត
ការសម្ដែងទាំងមូលសម្រេចបានកម្រិតខ្ពស់ណាស់បេក្ខជនដំបូងឡើងមកក៏មានសមត្ថភាពបែបនេះធ្វើឲ្យបេក្ខជនខាងក្រោយមានសម្ពាធមិនតិចទេប៊ីងប៊ីងឯងច្រៀងពីរោះខ្លាំងណាស់ពិតជាសម្លេងមកពីឋានស៊ូក្រមែនដល់វេនឯងហើយ មិនទាន់ដល់ពេលទេហាគេខ្លាចទៀតហើយប៊ីងប៊ីងឯងកុំបំភ័យគេអីគេជាមនុស្សកំសាន្តអំបាញ់មិញនៅធ្វើពុតខ្លាំងឥឡូវឃើញសមត្ថភាពរបស់បងស្រីប៊ីងប៊ីងជើងទន់អស់ហើយមែនទេបេក្ខជនបន្ទាប់យានសឹងប៊ីងប៊ីងចាំមើលខ្ញុំសម្ដែងឲ្យក្រើកជាងនេះទៅទៀតបងសឹងបង្ហាញឲ្យពួកគេឃើញទៅថាតើនរណាជាស្ដេចពិតប្រាកដបတ်បេះដូងដ៏ក្តៅគប់នេះជូនចំពោះអ្នកទាំងអស់គ្នាក្នុងទ្រូងមានដុំភ្លើងមួយមិនព្រមរលត់ទោះជាយ៉ាងណាក៏ដោយកាន់តែត្រូវគេរុញច្រានកាន់តែឈរឲ្យត្រង់នរណាថាធម្មតាត្រូវតែដកដង្ហើមធំដោយសំឡេងខ្សោយខ្ញុំនឹងបញ្ចេញឈ្មោះរបស់ខ្ញុំក្នុងរាត្រីដ៏ស្ងប់ស្ងាត់នេះដុំថ្មដែលដួលនឹងបញ្ចេញពន្លឺញើសដែលហូរនឹងក្លាយជាផ្កាយរណបបេះដូងដ៏ក្តៅគប់គុំធ្វើឲ្យខ្ញុំខ្វល់ខ្វាយខ្ញុំត្រូវតែបន្តទៅមុខប្រសិនបើពិភពលោកចង់ឲ្យខ្ញុំចុះចាញ់ខ្ញុំនឹងយកស្នាមរលាកឆ្លើយតបនឹងភាពឯកោបេះដូងដ៏ក្តៅគប់គុំធ្វើឲ្យខ្ញុំខ្វល់ខ្វាយខ្ញុំត្រូវតែបន្តទៅមុខបេះដូងដ៏ក្តៅគប់គុំឲ្យក្តីសុបិនស្ងប់ស្ងាត់យកភាពរឹងរូសរបស់ខ្ញុំមកដុតបំភ្លឺជាកាំជ្រួចបងសឹងលេខ1លើលោកគ្មាននរណាប្រៀបបានឡើយយានសឹងសមត្ថភាពសម្ដែងលើឆាករបស់អ្នកពិតជាកម្រិតកំពូលមែនបទនេះទោះបីជាមិនសូវមានការផ្សាយទូលំទូលាយប៉ុន្តែអ្នកច្រៀងបានយ៉ាងតាក់ទាញអារម្មណ៍ឥរិយាបថលើឆាករឹងមាំការគ្រប់គ្រងខ្យល់ដង្ហើមក៏មានការរីកចម្រើនជាងលើកមុនច្រើនដែរអរគុណលោកគ្រូភាពជឿជាក់របស់អ្នកនៅលើឆាកគឺកើតមកពីកំណើតចំណុចនេះកម្រមានណាស់សញ្ញាឆ្នោតរបស់ខ្ញុំគឺជាប់វគ្គបន្តខ្ញុំក៏បោះឆ្នោតឲ្យជាប់វគ្គបន្តដែរសូមអបអរសាទរយានសឹងអរគុណគណៈកម្មការទាំងអស់គ្នាលីវស៊ុយដល់វេនអញហើយបង្ហាញសមត្ថភាពឲ្យគេមើលទៅកំពួននៅកាច់ជ្រុងធ្វើជាអណ្ដើកកំសាអីចុះមនុស្សទៅណាហើយឬមួយលបចេញតាមទ្វារក្រោយបាត់ហើយហាគេឯណាហ៊ានឡើងទៅបងសឹងគុំធ្វើបាបគេអីគេជាទស្សនិកជនគួរតែអង្គុយទេដៃនៅក្រោមឆាកឲ្យស្រួលបួលមែនទេតើគេពិតជាមិនហ៊ានមែនទេក្នុងពិធីជប់លៀងបញ្ចប់ការសិក្សាគេច្បាស់ជាក្លាហានណាស់បត់ឈ្មោះទៅកាន់បេះដូងយុវ័យនោះធ្វើឲ្យមនុស្សពេញសាលាយំទាំងអស់គ្នាហេតុអ្វីថ្ងៃនេះគេពិតជាចង់ច្រៀងមែនទេខ្ញុំមិនដឹងទេមិនដែលឮគេច្រៀងផងយ៉ាងម៉េចដែរទីបំផុតហ៊ានមិនយូរប៉ុន្មានទេឯងនឹងបានឃើញហើយមានន័យថាម៉េចឥឡូវមិនហ៊ានច្រៀងគេមានន័យថាម៉េចទៅកំសាក់គឺកំសាក់ហើយរកលេសធ្វើអីទៀតមើលទៅគេពិតជាមិនហ៊ានច្រៀងក្នុងការប្រកួតផ្លូវការមែនខ្ញុំវាតម្លៃគេខ្ពស់ពេកហើយមនុស្សបែបនេះមិនអាចឡើងឆាកធំបានទេសូមអរគុណដល់ការសម្ដែងដ៏អស្ចារ្យរបស់យានសឹងបេក្ខជនបន្ទាប់អ្នកចម្រៀងពាក់របាំងមុខជានរណាមិនដែលឮឈ្មោះនេះពីមុនមកទេជាភ្ញៀវកិត្តិយសពិសេសដែលកម្មវិធីអញ្ជើញមកមែនទេប្រហែលជាតារាល្បីណាស់ហើយដឹងអ្នកចម្រៀងពាក់របាំងមុខធ្វើពុតជាអាតកំបាំងបើពូកែមែនដោះរបាំងមុខចេញមកឲ្យគេមើលទៅបងស៊ុយបងពាក់របាំងមុខធ្វើអីហ្នឹងគឺដើម្បីផ្ដល់ការភ្ញាក់ផ្អើលដល់អ្នកទាំងអស់គ្នាភ្ញាក់ផ្អើលការចូលរួមប្រកួតច្រៀងប្រហែលជាមោទនភាពចុងក្រោយរបស់ពួកគេហើយចឹងខ្ញុំនឹងកំទេចវាឲ្យខ្ទេចគ្មានសល់ទីបំផុតមកដល់ហើយនេះហើយជាអ្នកចម្រៀងពាក់របាំងមុខស្លៀកពាក់រហ័យក្រហាមម្លេះទីតានេះចាស់ជាងអំបោះជួបផ្ទះនៅផ្ទះខ្ញុំទៀតហាឬសម្លៀកបំពាក់ពីធំសម្រាប់ណាទេដឹងស្លៀកពាក់បែបនេះក៏ហ៊ានឡើងឆាកដែរនេះជាអ្នកសុំទានចម្រៀងទេដឹងភ្នែកគូនេះទេមិនអាចទៅរួចទេអ្នកចម្រៀងពាក់របាំងមុខតើអ្នកត្រៀមខ្លួនរួចរាល់ហើយឬនៅខ្ញុំធ្លាប់ឆ្លងកាត់វាលរហស្ថាននិងជ្រលងភ្នំហើយក៏ធ្លាប់វង្វេងក្នុងសមុទ្រមនុស្សដ៏ធំធេងគេនៅក្មេងបែបនេះហេតុអ្វីអាចនិពន្ធបទចម្រៀងបែបនេះបានខ្ញុំធ្លាប់កាន់កាប់ពន្លឺទាំងអស់ត្រឹមមួយប៉ព្រិចភ្នែកក៏រលាយសាបសូន្យឲ្យទៅជាអតីតកាលខ្ញុំធ្លាប់វង្វេងនឹងខកចិត្តធ្លាប់បាត់បង់ជំនឿទាំងអស់ទីបំផុតទើបយល់ថាភាពសាមញ្ញគឺជាទិសដៅតែមួយគត់នៅពេលដែលមនុស្សម្នាក់កំពុងស្រមៃអំពីអនាគតតើពិភពលោករបស់អ្នកកំពុងប្រសើរឡើងឬកាន់តែអាក្រក់
ប៉ុន្តែចំពោះខ្ញុំវាមិនខុសពីធូលីដីក្នុងទីជ្រៅឡើយខ្ញុំបានកប់ភាពឈួតលីលាការពីអតីតកាលដោយផ្ទាល់ដៃគ្រាន់តែចង់រសាត់អន្តែតឲ្យចប់សពគ្រប់ខ្ញុំធ្លាប់សម្លឹងមើលទៅទីជ្រៅលើកដៃឡើងតែមិនអាចប៉ះសំបីតែភាពកក់ក្ដៅបន្តិចបន្តួចធូលីដែលហើរតាមខ្យល់តែងតែបែកបាក់តែនៅតែប្រាថ្នាញឹមនឹងឈឺចាប់វិលត្រឡប់ទៅរកភាពសាមញ្ញ សំឡេងនេះដូចលីវស៊ុយខ្លាំងណាស់មិនទេគេមិនអាចមានកម្រិតសមត្ថភាពបែបនេះឡើយ បន្តដំណើរទៅមុខបែបនេះឯងទោះជាត្រូវវាសនាបោះបង់ចោលក៏ដោយបន្តដំណើរទៅមុខបែបនេះឯងទោះជាបាត់បង់ពេលវេលាក៏ដោយបន្តដំណើរទៅមុខបែបនេះឯងទោះជាត្រូវរងការឈឺចាប់ដូចសមុទ្រក៏ដោយល្អណាស់ច្រៀងប៉ះចំចិត្តខ្ញុំតែម្ដងល្អខ្លាំងណាស់នេះហើយទើបជាតន្ត្រីពិតប្រាកដ ចប់វគ្គបន្តដោយគ្មានការសង្ស័យ មិនអាចទៅរួចទេអ្នកសុំទានដែលសំបីតែមុខក៏មិនហ៊ានបង្ហាញច្រៀងពីរោះយ៉ាងនេះបានយ៉ាងម៉េចបងសឹងមនុស្សម្នាក់នេះហាក់ដូចជាមានសមត្ថភាពខ្លះដែរណាពិតមាត់ លីវស៊ុយតើពិតជាឯងមែនទេឆ្លងកាត់ការប្រកួតជម្រុះយ៉ាងស្វិតស្វាញរយៈពេល3ថ្ងៃខាងក្រោមនេះជាបញ្ជីឈ្មោះបេក្ខជនដែលបានជាប់ទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ ជនអាក្រក់ដែលសំបីតែមុខក៏មិនហ៊ានបង្ហាញមានសិទ្ធិអីមកជាប់ជាមួយខ្ញុំ សំឡេងនោះរបៀបច្រៀងនោះច្បាស់ជាធ្លាប់ពើនៅកន្លែងណាហើយ អាំងអីទៅមនុស្សដែលសំបីតែមុខក៏មិនហ៊ានបង្ហាញអាំងអីមកឈរស្មើមុខស្មើមាត់ជាមួយខ្ញុំគ្រាន់តែសំណាងល្អប៉ះចំចម្រៀងល្អមួយបទប៉ុណ្ណោះគេមានសិទ្ធិអីជាប់វគ្គបន្ត យានសឹងឯងស្ងប់អារម្មណ៍បន្តិចទៅ ស្ងប់អារម្មណ៍អញឲ្យខ្ញុំស្ងប់អារម្មណ៍យ៉ាងម៉េចមនុស្សគ្មានប្រភពច្បាស់លាស់ម្នាក់ហើយអ្វីគណៈកម្មការឲ្យពិន្ទុពេញទាំងអស់បែបនេះ សំឡេងរបស់គេដូចជាធ្លាប់ពើនៅឯណា ឯងគិតច្រើនពេកហើយកម្រិតបែបនេះច្បាស់ជាអ្នកចម្រៀងអាជីពខ្លែងខ្លួនហើយមិនហ៊ានឲ្យគេឃើញមុខទៅពាក់របាំងមុខ ទេមិនត្រឹមតែសំឡេងទេរូបរាងកាយរបៀបដើររបស់គេដូចមនុស្សម្នាក់ខ្លាំងណាស់ នរណា គ្មានអីទេប្រហែលជាខ្ញុំមើលច្រឡំហើយ ទៅស៊ើបឲ្យខ្ញុំស៊ើបមើលថាតើអ្នកចម្រៀងពាក់របាំងមុខនោះជានរណាឲ្យប្រកាសបងសឹងស៊ើបយ៉ាងម៉េចទៅគេសំបីតែឈ្មោះក៏មិនបានទុកផងពីព័ត៌មានចុះឈ្មោះលក្ខណៈសម្លេងអ្វីក៏បានដែរគេមិនអាចលេចចេញមកពីកន្លែងណាទេបានទេរកតម្រុយឲ្យខ្ញុំបាទខ្ញុំទៅស៊ើបសួរឥឡូវនេះហើយមិនខ្វល់ថាឯងជានរណាទេវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ខ្ញុំច្បាស់ជាបកមុខពិតរបស់ឯងឲ្យតតែបាននេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះបងសុយបងទៅណាហើយខ្ញុំដើររកនៅកន្លែងទស្សនិកជនប៉ុន្មានជុំហើយមិនឃើញបងឡើងឆាកសោះខ្ញុំនៅខាងក្រោយឆាកបងកុំប្រាប់ណាថាបងពិតជាជាប់វគ្គបន្តហើយអស្ចារ្យណាស់ខ្ញុំដឹងហើយថាបងពូកែបងសុយខ្ញុំដឹងច្បាស់ថាបងច្បាស់ជាធ្វើបានហើយកុំរំភើបជ្រុលពេកយីលីវសុយឯងមិនមែនពួនក្នុងបន្ទប់ទឹកមិនហ៊ានឡើងឆាកទេអីយានសឹងឯងកុំជ្រុលពេកបងសុយជាប់វគ្គបន្តហើយជាប់វគ្គបន្តការប្រកួតកម្រិតបែបហ្នឹងជាប់វគ្គបន្តមានប្រយោជន៍អីអ្នកចម្រៀងពាក់របាំងមុខនោះទើបជាកម្លាំងពិតប្រាកដអ្នកចម្រៀងពាក់របាំងមុខពូកែខ្លាំងណាស់មែនទេគេច្បាស់ជាអ្នកចម្រៀងអាជីពខ្លែងខ្លួនហើយមិនហ៊ានឲ្យគេឃើញមុខពាក់របាំងមុខធ្វើពុតជាអាចកំបាំងបោកបានតែមនុស្សល្ងងប៉ុណ្ណោះខ្ញុំគិតថាគេមិនដូចជាមនុស្សខ្លែងខ្លួនទេហេតុអីឯងជួយនិយាយការពីគេខ្ញុំគ្រាន់តែមានអារម្មណ៍ថាសំឡេងគេស៊ាំខ្លាំងណាស់មិនមែនធ្លាប់ប្របាត់ចម្រៀងទេគឺដូចជាធ្លាប់ស្គាល់មនុស្សម្នាក់ប្រហែលជាពួកឯងនឹងដឹងក្នុងពេលឆាប់នេះធ្វើពុតជាអាចកំបាំងឯងគិតថាឯងជានរណានៅថានឹងដឹងឆាប់ទៀតកុំមកធ្វើជាអាចកំបាំងនៅទីនេះលីវស៊ុយតើឯងឈិនសូវ៉ានមើលមកខ្ញុំធ្វើអីការសម្ដែងមិនអន់ទេអរគុណនេះគឺជាការវិភាគប្រកួតបន្ទាប់ខ្ញុំសង្ឃឹមថានឹងបានឃើញវត្តមានរបស់អ្នកនៅវគ្គផ្ដាច់ព្រាត់ច្បាស់ណាស់
ឈិនស៊ូវ៉ានកំពុងយកចិត្តទុកដាក់លើគេហេតុអ្វីភ្នែកគូនោះរូបរាងកាយនោះឬមួយលីវស៊ុយអ្នកចម្រៀងពាក់របាំងមុខមិនអាចទៅរួចទេគេជាសិស្សផ្នែកវិទ្យាសាស្ត្រពិតមិនដែលឮថាគេចេះនិពន្ធបទចម្រៀងផងប៉ុន្តែរូបរាងកាយនោះនិងក្រសែភ្នែកបែបនោះយៀនសឹងនិងប៊ីងប៊ីងពួកឯងមិនមែនចង់ដឹងថាអ្នកចម្រៀងពាក់របាំងមុខជានរណាទេអីវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ខ្ញុំនឹងផ្ដល់ចម្លើយឲ្យពួកឯងលីវស៊ុយអញកុំលេងល្បិចអីឲ្យសោះប្រសិនបើពិតជាឯងមែនលីវស៊ុយតើឯងបានលាក់អាចកំបាំងប៉ុន្មានទៀតទៅសូមជម្រាបសួរដល់បេក្ខជនទាំងអស់គ្នាមុនពេលចាប់ផ្ដើមវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់យើងមានកិត្តិយសយ៉ាងក្រៃលែងដែលបានអញ្ជើញភ្ញៀវកិត្តិយសពិសេសគឺរាជិនីតន្ត្រីចិនលោកស្រីឈិនសូវ៉ាន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 តាមពិតខ្ញុំបានមកតាំងពីវគ្គជម្រុះដំបូងម្លេះបានស្ដាប់ការច្រៀងរបស់បេក្ខជនទាំងអស់មានអ្នកធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលហើយក៏មានអ្នកធ្វើឲ្យខ្ញុំខកចិត្តដែរនិយាយពីអ្នកដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ជាងគេមុនចុះគឺអ្នកចម្រៀងពាក់របាំងមុខម្នាក់ដែលពាក់របាំងមុខពណ៌ស្ទ្រៀងពិតជាពីរោះមែនប៉ុន្តែសូម្បីតែមុខក៏មិនបង្ហាញអាចកំបាំងពេកហើយយថាបទរបស់គេគឺនិពន្ធខ្លួនឯងទាំងទំនុកច្រៀងនិងបទភ្លេងសុទ្ធតែជានិពន្ធផ្ទាល់ខ្លួនមនុស្សដែលសូម្បីតែមុខក៏មិនហ៊ានបង្ហាញសំឲ្យលោកគ្រូឈិនសរសើរដល់ថ្នាក់នេះដែរអ្នកចម្រៀងពិតប្រាកដមិនចាំបាច់ត្រូវការមុខមាត់ទេសម្លេងគឺជាមុខមាត់របស់គេហើយឯងបានបង្ហាញអត្តសញ្ញាណប៉ុន្តែការច្រៀងរបស់ឯងតាមត្រង់ទៅគឺគ្មានព្រលឹងតតែសោះលោកគ្រូឈិនភាពជឿជាក់លើឆាកគឺសំខាន់ណាស់ប៉ុន្តែភាពជឿជាក់របស់ឯងគ្រាន់តែជាការវេចខ្ចប់ខាងក្រៅប៉ុណ្ណោះមិនអាចទ្រទ្រង់ព្រលឹងនៃបទចម្រៀងបានទេបទបេះដូងដ៏ក្តៅគប់របស់ឯងទំនុកច្រៀងស្រស់ស្អាតតែគ្មានអារម្មណ៍ពិតនេះមិនមែនជាការច្រៀងទេគឺកំពុងសម្ដែងភាពស្រឡាញ់ខ្លួនឯងទៅវិញទេលោកគ្រូឈិនខ្ញុំយល់ស្របនឹងទស្សនៈរបស់អ្នកការច្រៀងរបស់អ្នកចម្រៀងពាក់របាំងមុខពិតជាមានជម្រៅមែនបទនិពន្ធផ្ទាល់ខ្លួននោះខ្ញុំស្ដាប់3ដងរាល់ដងសុទ្ធតែទទួលបានអារម្មណ៍ខុសគ្នាប៊ីងប៊ីងហេតុអីឯងជួយនិយាយកាន់ជើងគេដែរខ្ញុំគ្រាន់តែនិយាយការពិតប៉ុណ្ណោះខ្ញុំចង់ផ្ដោតលើការនិយាយអំពីអ្នកចម្រៀងពាក់របាំងមុខរូបនេះការច្រៀងរបស់អ្នកចម្រៀងពាក់របាំងមុខគឺជាការសម្ដែងផ្ទាល់ដ៏ល្អបំផុតដែលខ្ញុំបានស្ដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះគ្មានពីរឡើយឈិនស៊ូវ៉ានផ្ដល់ការវាយតម្លៃខ្ពស់ដល់ថ្នាក់នេះផងគាត់ល្បីខាងមាត់មុតណាស់ណានៅក្នុងសម្លេងរបស់គេមានរឿងរ៉ាវមានបទពិសោធន៍និងមានព្រលឹងដោយសារលោកគ្រូឈិននិងប៊ីងប៊ីងមើលឃើញតម្លៃគេខ្លាំងបែបនេះចឹងខ្ញុំនឹងរងចាំមើលដោយយកចិត្តទុកដាក់បទចម្រៀងរបស់អ្នកតើនរណាជាអ្នកនិពន្ធគឺខ្ញុំនិពន្ធដោយខ្លួនឯងទាំងទំនុកច្រៀងនិងបទភ្លេងសុទ្ធតែជារបស់អ្នកផ្ទាល់ឬបាទខ្ញុំពិតជារងចាំមើលការសម្ដែងបន្ទាប់របស់អ្នកខ្លាំងណាស់ហើយខ្ញុំជឿជាក់ថាចុងក្រោយអ្នកនឹងឈរនៅលើកំពូលតារាងជាមិនខានអាំងអីទៅបងសឹងកុំខឹងអីទៅឲ្យផុតប្រិយមិត្តទស្សនិកជននិងអ្នកនិយមលេងអ៊ីនធឺណិតរាប់លានអ្នកនៅមុខអេក្រង់សូមស្វាគមន៍មកកាន់ឆាកប្រកួតពាក់កណ្ដាលផ្ដាច់ព្រាត់ហ៊ានច្រៀងគឺហ៊ានល្បីក្បួនខ្នាតត្រូវបានបង្កើនម្នាក់ជ្រើសរើសបទចម្រៀងមួយបទគណៈកម្មការដាក់ពិន្ទុភ្លាមពិន្ទុប្រកាសតាមពេលវេលាជាក់ស្ដែងមានតែបេក្ខជនកម្ពុជាទាំង10រូបប៉ុណ្ណោះដែលអាចឡើងទៅវគ្គផ្ដាច់ព្រាត់បានវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់នេះខ្ញុំនឹងធ្វើឲ្យមនុស្សគ្រប់គ្នាចងចាំខ្ញុំបេក្ខជនដំបូងដែលត្រូវឡើងឆាកសូមគោរពអញ្ជើញយៀនសឹងបងសឹងអស្ចារ្យណាស់បងសឹងសង្ហាខ្លាំងណាស់ឡើងឆាកដំបូងគេខ្ញុំនឹងធ្វើជាស្ដេចបើកឆាកបទមុនពេលថ្ងៃរះនេះជូនចំពោះមនុស្សគ្រប់គ្នាដែលកំពុងរងចាំពន្លឺថ្ងៃរះក្នុងភាពងឹតរាត្រីដ៏ងឹតវែងអន្លាយខ្ញុំរងចាំតែម្នាក់ឯងរងចាំពន្លឺមួយខ្សែនោះចោះទម្លុះភាពស្រពេចស្រពិលខ្ញុំបានដើរកាត់ភក់ជ្រាំជន់កំទេចបន្លាគ្រប់ជំហានសុទ្ធតែស្រក់ឈាមប៉ុន្តែខ្ញុំមិនដែលបោះបង់ឡើយមុនពេលថ្ងៃរះគឺជាភាពងឹតបំផុតប៉ុន្តែភ្លើងក្នុងចិត្តខ្ញុំមិនដែលរលត់ឡើយនៅពេលដែលពន្លឺព្រះអាទិត្យដំបូងចាំងមកលើមុខខ្ញុំនឹងបញ្ជាក់ថានរណាទើបជាស្ដេចពិតប្រាកដឲ្យពិភពលោកទាំងមូលបានឮឈ្មោះរបស់ខ្ញុំខណៈពេលនេះខ្ញុំគឺជាអ្នកទម្លុះរាត្រីកាលយៀនសឹងយៀនសឹងយៀនសឹងបងសឹងលយខ្លាំងណាស់គ្មានគូប្រៀបលើលោកទេល្អឥតខ្ចោះនេះហើយជាលទ្ធផលដែលខ្ញុំចង់បានសូមអរគុណដល់យៀនសឹងឥឡូវនេះសូមគណៈកម្មការដាក់ពិន្ទុគណៈកម្មការទាំង3រូបសុទ្ធតែឲ្យពិន្ទុពេញទាំងអស់ពិន្ទុរូបវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់របស់យៀនសឹងគឺ90ពិន្ទុ
អរគុណលោកគ្រូទាំង3រូបនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះប៊ីងប៊ីងខ្ញុំច្រៀងយ៉ាងម៉េចដែរ មិនអន់ទេសមត្ថភាពច្រៀងនិងការសម្ដែងលើឆាកសុទ្ធតែចាស់ទុំល្អណាស់ ច្បាស់ណាស់ហើយ ប៉ុន្តែ អី គ្មានអីទេ បានហើយអញរៀបចំខ្លួនទៅចិត្តដល់វេនអញហើយទៅតាមដានអ្នកចម្រៀងពាក់របាំងមុខឲ្យជាប់មើលថាគេកំពុងធ្វើអីបាទខ្ញុំទៅឥឡូវនេះគ្រប់សកម្មភាពរបស់គេពេលណាគេមកតាមផ្លូវណាធ្លាប់តាក់ទងជាមួយអ្នកណាយល់ទេ90ពិន្ទុជាប់កម្ពុជាទាំង3ច្បាស់ហើយអ្នកចម្រៀងពាក់របាំងមុខពាក់ដំបងអញដណ្ដើមភាពលេចធ្លោពីខ្ញុំចាំមើលវគ្គពាក់កណ្ដាលផ្ដាច់ប្រត់នេះអញធ្វើមិនវិញបេក្ខជនបន្ទាប់គឺប៊ីងប៊ីងលីវស៊ុយមិនថាជានាយឺអត់ទេខ្ញុំនឹងបញ្ចេញសមត្ថភាព 120% ខ្ញុំហ៊ឺប៊ីងប៊ីងមិនចុះចាញ់ញីទេថ្ងៃនេះខ្ញុំចង់ច្រៀងបទមួយដែលមិនសូវល្បីឈ្មោះបទជំហានរំក្រោមពន្លឺព្រះច័ន្ទហ៊ឺប៊ីងប៊ីងថ្ងៃនេះស្អាតខ្លាំងណាស់រូបនោះដូចជាពន្លឺព្រះច័ន្ទអញ្ចឹងពន្លឺព្រះច័ន្ទចាំងលើផ្ទៃកញ្ចក់ទេដូចជាខ្យល់បក់កាត់ផ្កាយដែលភ្លឺចែងចាំងប៊ីងប៊ីងអញច្រៀងពីរោះខ្លាំងណាស់ពិតមែនណាខ្ញុំស្ទើរតែយំទៅហើយការលេងព្យាណូអំគឺអស្ចារ្យមែនទែនអរគុណសូមអរគុណដល់ហ៊ឺប៊ីងប៊ីងដែលបាននាំមកនូវការសម្ដែងដ៏រំជួលចិត្តបែបនេះបន្ទាប់មកសូមអញ្ជើញលោកគ្រូឈីនសូវ៉ាន់ធ្វើការវាយតម្លៃលើការសម្ដែងរបស់បេក្ខជនទាំងពីរបទមុនពេលព្រឹកព្រលឹមរបស់យន់សឹងខ្ញុំសូមបំបែកជាពីរចំណុចនិយាយការសម្ដែងលើឆាកគឺលំដាប់លេខ1ពន្លឺភ្លើងក្រុមតន្ត្រីទីតាំងដើរគឺគ្មានកន្លែងទាស់ឡើយប៉ុន្តែការច្រៀងរបស់អ្នកគឺគ្មានព្រលឹងទេអ្នកច្រៀងគឺដើម្បីចង់ឈ្នះមិនមែនដើម្បីបង្ហាញអារម្មណ៍ទេ90ពិន្ទុគណៈកម្មការផ្ដល់ឲ្យគឺពិន្ទុឆាកមិនមែនពិន្ទុច្រៀងទេមិនអាចទៅរួចលោកគ្រូឈីនផ្ដល់ការវាយតម្លៃបែបនេះមែនទេលោកគ្រូឈីនតើលោកចង់មានន័យថាម៉េចអ្នកគឺជាអ្នកសម្ដែងដ៏ស័ក្តិសមម្នាក់ប៉ុន្តែមិនមែនជាអ្នកចម្រៀងពិតប្រាកដទេលោកគ្រូឈីនខ្ញុំមិនអស់ចិត្តទេមិនអស់ចិត្តអញ្ចឹងប្រាប់ខ្ញុំមកពេលអ្នកច្រៀងបទមុនពេលព្រឹកព្រលឹមតើក្នុងចិត្តអ្នកគិតពីអ្វីដែលខ្ញុំគិតគឺខ្ញុំចង់ឈ្នះនេះហើយជាបញ្ហាមនុស្សដែលគិតតែពីចង់ឈ្នះមិនអាចច្រៀងបទល្អបានទេតន្ត្រីមិនមែនជាសង្វៀនប្រកួតទេគឺជាផ្លូវបញ្ចេញនៃដួងចិត្តអ្នកសំបីតែទ្វារបេះដូងមិនទាន់បើកផងតើឲ្យទស្សនិកជនស្ដាប់អ្វីគឺប៊ីងប៊ីងបទជំហានរំក្រោមពន្លឺព្រះច័ន្ទបច្ចេកទេសល្អឥតខ្ចោះព្យាណូអំយ៉ាងរលូនអារម្មណ៍ពិតប្រាកដប៉ុន្តែខ្វះព្រលឹងអ្នកច្រៀងរឿងរបស់អ្នកអតីមិនមែនជារឿងផ្ទាល់ខ្លួនរបស់អ្នកទេគ្រប់ណូតភ្លេងសុទ្ធតែច្បាស់លាស់គ្រប់ឃ្លាត្រូវបានកែច្នៃយ៉ាងសមរម្យប៉ុន្តែបទចម្រៀងទាំងមូលដូចជាការស្ដាប់ការសូត្រធម៌ដ៏ពីរោះមួយគ្មានជីវិតជីវ៉ាទេលោកគ្រូឈីនអ្នកគឺជាអ្នកលេងឧបករណ៍តន្ត្រីដ៏ឆ្នើមម្នាក់ប៉ុន្តែមិនមែនជាអ្នកចម្រៀងដែលមានព្រលឹងទេឈីនសូវ៉ាន់ម្នាក់នេះពាក្យសម្ដីមុតស្រួចពេកហើយប៉ុន្តែយប់នេះខ្ញុំដាច់ខាតត្រូវតែឈ្នះលោកគ្រូឈីនខ្ញុំទទួលស្គាល់ថាលោកនិយាយមានហេតុផលខ្ញុំទទួលយកការរិះគន់ប៉ុន្តែវគ្គនេះមិនទាន់ចប់ទេអ្នកចម្រៀងពាក់របាំងមុខមិនទាន់ច្រៀងផងបើគេមិនអាចឈ្នះខ្ញុំទេនោះខ្ញុំនៅតែជាអ្នកខ្លាំងលោកទទួលស្គាល់ទេត្រូវហើយអ្នកចម្រៀងពាក់របាំងមុខមិនទាន់ឡើងឆាកនៅឡើយទេយន់សឹងនេះចង់បង្វែរមុខព្រួញហើយអ្នកចម្រៀងពាក់របាំងមុខគេច្បាស់ជាឈ្នះគេមិនហ៊ានបង្ហាញមុខផងហេតុអ្វីបានជាទទួលបានការពេញចិត្តពីលោកសូម្បីតែឈ្មោះពិតក៏មិនហ៊ានប្រាប់ផងសមជាអ្នកចម្រៀងដែរឬផ្អែកលើសម្លេងរបស់គេផ្អែកលើបទចម្រៀងរបស់គេផ្អែកលើពេលដែលគេច្រៀងអ្វីដែលគេគិតគឺតន្ត្រីមិនមែនការចាញ់ឈ្នះទេល្អពិតជាល្អមែនឈីនសូវ៉ាន់ល្អណាស់អ្នកចម្រៀងពាក់របាំងមុខខ្ញុំនឹងឲ្យអញដឹងថាអ្វីទៅជាសមត្ថភាពពិតប្រាកដបងយន់ឈីនសូវ៉ាន់ថាមិនមែនគេច្បាស់ជាឈ្នះទេហីអញ្ចឹងខ្ញុំនឹងឲ្យគណៈកម្មការកាត់សេចក្តីឲ្យគេចាញ់ខ្ញុំនឹងឲ្យអ្នកចម្រៀងពាក់របាំងមុខចាញ់យ៉ាងអាម៉ាស់បំផុតអញ្ជើញគណៈកម្មការទាំងអស់មកបង្ខំឲ្យអ្នកចម្រៀងពាក់របាំងមុខឡើងឆាកឥឡូវនេះក្រុមគណៈកម្មការឯងប្រកាសចិត្តទេប្រកាសណាស់អ្នកចម្រៀងពាក់របាំងមុខនោះមិនហ៊ានបង្ហាញមុខច្បាស់ជាមានល្បិចហើយខ្ញុំចង់លាតត្រដាងគេនៅចំពោះមុខមនុស្សគ្រប់គ្នាឲ្យគេដឹងថាវាជាមនុស្សខ្លាំងខ្លាចល្អប៉ារៀបចំហើយគឺឈិននាំលោកម៉ានិងលោកចូលទៅកាន់កន្លែងប្រកួតនិយាយថាធ្វើតាមសំណើរបស់បេក្ខជនដើម្បីឃ្លាំមើលភាពយុត្តិធម៌នៃការប្រកួតនោះគឺឆឹងហ៊ឺនៀនប្រធានគណៈកម្មការរង្វាន់ Golden Melody មែនទេខាងក្រោយគឺម៉ាទឺឆាងនិងជើចឹងខ្ញុំគណៈកម្មការកម្រិតកម្ពុជាទាំង3រូបមកជាមួយគ្នាព្រះឲ្យឮថាការប្រកួតមានបញ្ហាពិសេសខ្លះពួកយើងចាស់ប៉ុន្មានអ្នកនេះមកស្វែងយល់បន្តិច
អ្នកចម្រៀងពាក់របាំងមុខរឿងកំ pl ែងរបស់ឯងដល់ទីបញ្ចប់ហើយលោកប្រធានឈឹងលោកគ្រូម៉ាលោកគ្រូជើនឿយហត់ហើយលោកគ្រូអ្នកគ្រូគណៈកម្មការទាំងអស់អ្នកចម្រៀងពាក់របាំងមុខតាំងពីវគ្គដំបូងរហូតមកដល់ពេលនេះមិនដែលព្រមបង្ហាញមុខពិតសោះខ្ញុំសង្ស័យយ៉ាងខ្លាំងថាគេជាអ្នកចម្រៀងអាជីពបន្លំខ្លួនជាមនុស្សសាមញ្ញមកប្រកួតខ្ញុំសូមស្នើដល់លោកគ្រូអ្នកគ្រូគណៈកម្មការទាំងអស់តម្រូវឲ្យអ្នកចម្រៀងពាក់របាំងមុខឡើងឆាកហើយដោះរបាំងមុខចេញនៅចំពោះមុខមនុស្សគ្រប់គ្នាស្ថានភាពបែបនេះពិតជាត្រូវផ្ទៀងផ្ទាត់មែនប្រសិនបើពិតជាមានអ្នកចម្រៀងអាជីពបន្លំខ្លួនជាមនុស្សសាមញ្ញមែននោះពិតជាអយុត្តិធម៌សម្រាប់បេក្ខជនដទៃទៀតហើយកិត្តិយសនិងភាពជឿជាក់នៃការប្រកួតមិនអាចត្រូវបំផ្លាញបានទេ រឿងនេះត្រូវការគណៈកម្មការរៀបចំពិភាក្សានិងសម្រេចយន់សឹងលើកនេះលេងធំពេកហើយខ្ញុំជំទាស់អ្នកចម្រៀងពាក់របាំងមុខមានសិទ្ធិជ្រើសរើសថាតើត្រូវលាក់អត្តសញ្ញាណឬអត់នេះជាច្បាប់នៃការប្រកួតចែងយ៉ាងច្បាស់បេក្ខជនអាចស្ម័គ្រចិត្តជ្រើសរើសថាតើត្រូវពាក់របាំងមុខឬអត់លោកគ្រូឈិនហេតុអ្វីលោកចេះតែជួយនិយាយការពីគេរហូតអញ្ចឹងខ្ញុំមិនមែនជួយនិយាយការពីគេទេខ្ញុំកំពុងការពារច្បាប់នៃការប្រកួតប្រសិនបើថ្ងៃនេះដោយសារតែការសង្ស័យរបស់មនុស្សម្នាក់ហើយកែប្រែតាមចិត្តតើថ្ងៃក្រោយអ្នកណាហ៊ានជឿជាក់លើភាពយុត្តិធម៌នៃការប្រកួតនេះទៀតលោកគ្រូឈិននិយាយមានហេតុផលប៉ុន្តែប្រសិនបើអ្នកចម្រៀងពាក់របាំងមុខពិតជាអ្នកចម្រៀងអាជីពបន្លំជាមនុស្សសាមញ្ញមែននេះពិតជាអយុត្តិធម៌ចំពោះបេក្ខជនដទៃលក្ខខណ្ឌនៃការប្រកួតគឺសម្រាប់មនុស្សសាមញ្ញមែនទេអញ្ចឹងលោកអាចស្នើឲ្យគេផ្ដល់ព័ត៌មានអត្តសញ្ញាណដើម្បីឲ្យគណៈកម្មការរៀបចំផ្ទៀងផ្ទាត់ប៉ុន្តែមិនអាចបង្ខំឲ្យគេដោះរបាំងមុខបានទេល្អលោកគ្រូឈិននិយាយបានល្អអញ្ចឹងសូមអញ្ជើញគេឡើងឆាកឆ្លើយសំណួររបស់លោកគ្រូអ្នកគ្រូគណៈកម្មការដោយផ្ទាល់ទៅយ៉ាងហោចណាស់ឲ្យគេឈរនៅចំពោះមុខគណៈកម្មការឲ្យពួកយើងបញ្ជាក់ថាគេមិនមែនជាមនុស្សបោកប្រាស់ទាំងស្រុងអ្នកចម្រៀងពាក់របាំងមុខនឹងចេញមកទេបើមិនចេញមកមានន័យថាយល់ព្រមទទួលស្គាល់ថាខ្លួនមានកំហុសហើយអ្នកចម្រៀងពាក់របាំងមុខសូមអញ្ជើញមកខាងមុខឆាកទីបំផុតមកដល់ហើយឯងចង់ទៅមែនទេហេតុអ្វីមិនទៅក្នុងការដែលគេចង់ដឹងការពិតខ្ញុំនឹងផ្ដល់ការពិតគេអ្នកចម្រៀងពាក់របាំងមុខពួកយើងមានសំណួរមួយចំនួនចង់សួរអ្នកសូមសួរមកបទចម្រៀងរបស់អ្នកតើអ្នកណាជាអ្នកនិពន្ធខ្ញុំនិពន្ធដោយខ្លួនឯងទំនុកច្រៀងនិងបទភ្លេងសុទ្ធតែខ្លួនឯងបាទបច្ចេកទេសច្រៀងរបស់អ្នកពិតជាមានជំនាញវិជ្ជាជីវៈណាស់តែពីមុនអ្នកធ្លាប់ឆ្លងកាត់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដែរឬទេមិនធ្លាប់ទេមិនអាចទៅរួចទេបើគ្មានការហ្វឹកហាត់កម្រិតអាជីពតើអាចច្រៀងបានល្អដល់ថ្នាក់នេះដោយរបៀបណាទេពកោសល្យពីកំណើតមិនបាច់ត្រូវការការហ្វឹកហាត់ទេសំណួរចុងក្រោយហេតុអ្វីបានជាអ្នកមិនព្រមដោះរបាំងមុខចេញព្រោះខ្ញុំចង់ឲ្យមនុស្សគ្រប់គ្នាដឹងថាសម្លេងសំខាន់ជាងមុខមាត់និយាយបានល្អត្រូវហើយនេះជាការប្រកួតច្រៀងសម្លេងសំខាន់ជាងមុខមាត់លេសសុទ្ធតែជាលេសអ្នកចម្រៀងពាក់របាំងមុខសូមច្រៀងមួយបទដើម្បីឲ្យពួកយើងវាតម្លៃពីសមត្ថភាពរបស់អ្នកបាទនៅក្រោមរបាំងមុខខ្ញុំស្ដាប់ព្រឹសសម្លេងបេះដូងខ្លួនឯងលោតភាពក្លាហានមិនមែននៅឆ្ងាយទេសមុទ្រនៃផ្ទៃមេឃដ៏សែនឆ្ងាយនេះទើបជាបទចម្រៀងពិតប្រាកដនេះទើបជាសមត្ថភាពពិតរបស់អ្នកទោះបីជាខ្ញុំបានវាតម្លៃអ្នកខ្ពស់រួចហើយក្តីប៉ុន្តែចុងក្រោយនៅតែឃើញថាខ្ញុំវាតម្លៃអ្នកទាបពេកមិនអាចទៅរួចទេមិនអាចទៅរួចទេមិនអាចទៅរួចទេមិនអាចទេគេច្បាស់ជាអ្នកចម្រៀងអាជីពហើយខ្ញុំទាមទារឲ្យគេដោះរបាំងមុខចេញឥឡូវនេះយន់សឹងឯងធ្វើស្អីហ្នឹងជ្រុលពេកហើយល្មមហើយមិនទាន់ល្មមទេថ្ងៃនេះគេត្រូវតែដោះរបាំងមុខចេញបើមិនអញ្ចឹងទេខ្ញុំដកខ្លួនចេញពីការប្រកួតយន់សឹងឯងស្ងប់អារម្មណ៍បន្តិចទៅថ្ងៃនេះខ្ញុំចង់ឃើញណាស់ថាមនុស្សកំសាកដែលលាក់ក្បាលលាក់កន្ទុយម្នាក់នេះជាអ្នកណាឲ្យប្រកាសឯងប្រកាសទេថានឹងឲ្យខ្ញុំដោះរបាំងមុខចេញប្រកាសណាស់ថ្ងៃនេះត្រូវតែឲ្យមនុស្សគ្រប់គ្នាដឹងថាឯងជាអ្នកណាល្អតាមបំណងឯងចុះអ្នកចម្រៀងពាក់របាំងមុខសូមដោះរបាំងមុខ
មុខនេះដូចជាធ្លាប់ស្គាល់ណាស់ លីវសុយ មុខនេះមិនអាចទៅរួចទេ អ្នកប្រឡងជាប់លេខ1ប្រចាំខេត្តគឺលីវសុយដែលប្រឡងបាក់ឌុបនោះព្រះអើយអ្នកចម្រៀងពាក់របាំងមុខគឺលីវសុយអ្នកជាប់លេខ1ប្រចាំខេត្តអ្នកចម្រៀងលេខ1ប្រចាំខេត្តមិនអាចទៅរួចទេលីវសុយ គឺគាត់ពិតជាគាត់មែនហើយអ្វីបានជាខ្ញុំល្ងងយ៉ាងនេះហើយអ្វីខ្ញុំមើលងាយគាត់បែបនេះ បងសុយខ្ញុំដឹងច្បាស់ណាស់ថាជាបងពិតជាអ្នកចម្រៀងពាក់របាំងមុខមែនបងប្អូនខ្ញុំជាអ្នកចម្រៀងពាក់របាំងមុខបងប្អូនខ្ញុំជាអ្នកប្រឡងជាប់លេខ1ប្រចាំខេត្តយ៉ាងម៉េចដែរលទ្ធផលនេះអញពេញចិត្តទេនេះជាអ្នកប្រឡងជាប់លេខ1ប្រចាំខេត្តលីវសុយមែនទេលីវសុយដែលប្រឡងបាក់ឌុបបាន739ពិន្ទុនោះអ្នកចម្រៀងពាក់របាំងមុខគឺជាអ្នកប្រឡងបាក់ឌុបជាប់លេខ1ឬមនុស្សដែលអាចច្រៀងបទសមុទ្រនៃផ្ទៃមេឃដ៏សែនឆ្ងាយចូលដល់ដួងព្រលឹងគឺជាអ្នកប្រឡងជាប់លេខ1មិនអាចទេអ្នករៀនពូកែលំដាប់ប្រទេសម្នាក់មិនក៏អាចច្រៀងពីរោះយ៉ាងនេះវាមិនសមហេតុផលតតែសោះវាមិនត្រឹមត្រូវតាមវិទ្យាសាស្ត្រទេអញមិនក៏អាចជាអ្នកចម្រៀងពាក់របាំងមុខបានហើយអ្វីខ្ញុំមិនអាចធ្វើបានអញមិនក៏អាចច្រៀងពីរោះជាងខ្ញុំបានអញមានសិទ្ធិអីកាលពីមុនខ្ញុំជាសិស្សរៀនខ្សោយប៉ុន្តែឥឡូវខ្ញុំជាអ្នកប្រឡងជាប់លេខ1ប្រចាំខេត្តពីមុនអញថាយើងជាសម្រាមអត់ប្រយោជន៍ប៉ុន្តែឥឡូវនេះខ្ញុំជាអ្នកចម្រៀងពាក់របាំងមុខនិយាយបានល្អណាស់បងសុយយន់សឹងឯងមិនដែលសាកសមធ្វើជាគូប្រជែងរបស់ខ្ញុំឡើយមិនអាចទៅរួចទេខ្ញុំទៅជាចំណុចកណ្ដាលខ្ញុំទៅជា អ្នកចម្រៀងពាក់របាំងមុខទេគឺលីវសុយសូមអបអរសាទរដែលអ្នកទទួលបានចំណាត់ថ្នាក់លេខ1ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់លីវសុយសុំទោសរឿងកន្លងហួសអស់ហើយមិនមែនទេខ្ញុំមិនគួរនិយាយពាក្យទាំងនោះខ្ញុំមិនគួរមើលងាយឯងខ្ញុំមិនគួរថានាងជាមនុស្សឥតប្រយោជន៍ទេនាងក៏បាននិយាយហើយថានាងខ្លាចខ្មាស់គេនាងនិយាយត្រូវហើយលីវសុយសូមអរគុណអ្នកទាំងអស់គ្នាខ្ញុំទៅជាចំណុចកណ្ដាលខ្ញុំទៅជាកូនសំណប់នៃឋានសុខខ្ញុំទៅជាគាត់គួរតែជារបស់ខ្ញុំប៉ុន្តែខ្ញុំបែរជាយកដៃរុញគាត់ចេញទៅកាន់ទីឆ្ងាយដោយខ្លួនឯងការសម្ដែងមិនអន់ទេអរគុណជំហានបន្ទាប់មានគម្រោងអ្វីដែរខ្ញុំនៅតែជាសិស្សម្នាក់ដាច់ខាតត្រូវតែទៅរៀនសាកលវិទ្យាល័យប៊ីងពេលទៅដល់សាកលវិទ្យាល័យរឿងពីមុនបំភ្លេចវាចោលទៅជីវិតថ្មីការចាប់ផ្ដើមថ្មីអាចបំភ្លេចបានទេបំភ្លេចលីវសុយធ្វើឲ្យខ្ញុំបាក់មុខនៅចំពោះមុខមនុស្សគ្រប់គ្នាមនុស្សក្រីក្រដែលសំបីតែថ្លៃសាលាក៏ត្រូវរៃអង្គាសផងនោះមានសិទ្ធិអីគេពិតជាខ្លាំងជាងពួកយើងមែនខ្លាំងគេរៀនពូកែច្រៀងពីរោះហើយយ៉ាងម៉េចសង្គមនេះប្រកួតប្រជែងគ្នាលើលុយនឹងខ្សែបណ្ដាញទំនាក់ទំនងទេលីវសុយនោះមានស្អីមានតែឪពុកពិការម្នាក់និងប្អូនស្រីអាយុ7ឆ្នាំម្នាក់ប៉ុណ្ណោះចូលរៀនសាកលវិទ្យាល័យទើបជាការចាប់ផ្ដើមពិតប្រាកដខ្ញុំនឹងឲ្យគេដឹងថាអ្វីទៅជាសង្គមមនុស្សសាកលវិទ្យាល័យហាឈីងខ្ញុំមកដល់ហើយមិត្តរួមថ្នាក់ឯងគឺលីវសុយមែនទេអ្នកប្រឡងជាប់លេខ1ទូទាំងខេត្តបាទគឺខ្ញុំអស្ចារ្យខ្លាំងណាស់739ពិន្ទុវិទ្យាសាស្ត្រពិតបានពិន្ទុពេញបង្កើតកំណត់ត្រាថ្មីហើយនិយាយថាឯងក៏ជាអ្នកចម្រៀងពាក់របាំងមុខដែរមែនទេរឿងទាំងនោះបានកន្លងផុតទៅហើយឥឡូវនេះខ្ញុំគ្រាន់តែជានិស្សិតឆ្នាំទី1ម្នាក់ប៉ុណ្ណោះនេះទើបជាអ្នកខ្លាំងពិតប្រាកដលីវសុយមិនក៏ឯងនៅទីនេះដែរសាកលវិទ្យាល័យហាឈីងទីនេះជាសាលារបស់ខ្ញុំលីវសុយអបអរសាទរផងណាហាឈីងហើយយ៉ាងម៉េចចូលរៀនសាកលវិទ្យាល័យទើបជាការចាប់ផ្ដើមពិតប្រាកដឯងគិតថាប្រឡងជាប់ហាឈីងហើយឈ្នះមែនទេសុបិនទាំងថ្ងៃឯងនិយាយត្រូវសាកលវិទ្យាល័យពិតជាការចាប់ផ្ដើមថ្មីមែនចូលរៀនសាកលវិទ្យាល័យទើបជាការចាប់ផ្ដើមពិតប្រាកដខ្ញុំនឹងឲ្យឯងដឹងថាអ្វីទៅជាសង្គមអ្វីទៅជាខ្សែបណ្ដាញការកើតឡើងវិញក្នុងជាតិនេះខ្ញុំមានការចងចាំពីជាតិខ្ញុំស្គាល់គ្រប់បទចម្រៀងដែលល្បីក្រោកនៅពិភពមួយទៀតខ្ញុំត្រូវតែបដូរវាទៅជាប្រាក់ឲ្យបានឆាប់ដើម្បីឲ្យប៉ានឹងឈានរស់នៅបានស្រួលលីវសុយមកក្រុមហ៊ុន Livmo មកខ្ញុំជួយរៀបចំឲ្យដោយសារទេពកោសល្យរបស់អ្នកខ្ញុំអាចផ្ដល់ធនធានល្អបំផុតដល់អ្នកខ្ញុំអាចទៅ Livmo បានប៉ុន្តែខ្ញុំចង់ចាប់ផ្ដើមពីថ្នាក់ក្រោមទៅអ្នកប្រកាសចិត្តទេប្រកាសណាស់ខ្ញុំចង់ឈរលើដីដោយជើងទាំងពីររបស់ខ្លួនឯងល្អខ្ញុំគោរពការសម្រេចចិត្តរបស់អ្នកទ្វាររបស់ក្រុមហ៊ុន Livmo ស្វាគមន៍អ្នកជានិច្ចមកដាក់ពាក្យទូនីតិអ្វីដែរជំរាបសួរខ្ញុំចង់ដាក់ពាក្យតំណែងអ្នកនិពន្ធបទភ្លេងហឹមចាំខ្ញុំមើលសិនលោកគ្រូខ្ញុំគ្មានលុយទេតំណែងនេះឈប់រើសមនុស្សហើយ Livmo មានមនុស្សដូចជាលោកមិនយូរទៀតទេគង់តែរលាយហើយលោកគឺជាដង្កូវស៊ីរូងក្នុងក្រុមហ៊ុន Livmo នេះឯងថាម៉េចឯងដឹងទេថាអញជាអ្នកណាក្រុមហ៊ុន Livmo នឹងបិទផ្លូវតន្ត្រីឯងវិស័យទាំងមូលនឹងបិទផ្លូវឯងមែនទេក្រុមហ៊ុន Livmo កញ្ចាស់មួយនៅស្រុកមិនទាំងជាប់កម្ពុជាទាំង10ផងបែរជាធ្លាក់ចុះដល់កម្រិតនេះបើមិនខ្សែធនទេគឺអយុត្តិធម៌ចំពោះមេឃដេហើយចាំសិន
ប្អូនប្រុសអំបញ្ញមិញប្អូនខឹងខ្លាំងណាស់សំបីតែបណ្ដាសាឲ្យក្រុមហ៊ុន Livmo យើងខ្សែធនតាមមិនជ្រុលពេកទេចង់មកធ្វើការនៅ Livmo សំបីតែយកពាក្យមួយសន្លឹកក៏ត្រូវសូកប៉ាន់ដែរក្រុមហ៊ុនមិនស្មើនឹងអីទេតែចរិតអាក្រក់ច្រើនលើសលប់គួរឲ្យចាប់អារម្មណ៍ប្អូនត្រៀមដាក់ពាក្យតំណែងអ្វីខ្ញុំអនុញ្ញាតពិសេសរយៈពេលសាកល្បងការងារកន្លះឆ្នាំបើធ្វើបាននៅបន្តបើមិនបានត្រូវចាក់ចេញអនាគតរបស់ក្រុមហ៊ុន Livmo ពេលនេះខ្ញុំមិនសូវមានសង្ឃឹមទេលាហើយតើដោយសារមើលមិនឃើញតម្លៃឬមួយក៏គ្មានចំណេះដឹងពិតប្រាកដខ្លាចមិនចប់ការសាកល្បងល្អចុះបើខ្ញុំមានលក្ខខណ្ឌចង់និយាយពីលក្ខខណ្ឌត្រូវតែមានទុនជាមុនសិនតាំងពីអូនចាក់ចេញទៅចាប់ពីពេលនោះក៏បាត់បង់ភាពកក់ក្ដៅរងចាំនៅលើផ្លូវភ្នំព្រើដ៏វែងឆ្ងាយនេះជាបទចម្រៀងអ្វីយ៉ាងម៉េចដែរពេលនេះពួកយើងអាចនិយាយលក្ខខណ្ឌបាននៅពិតជាបានតោះពួកយើងទៅការិយាល័យខ្ញុំនិយាយគ្នាឈិនឈៀនឯងត្រូវបណ្ដេញចេញហើយទៅរៀបចំឯកសារលីឈប់ដោយខ្លួនឯងទៅប្អូនឈ្មោះអ្វីដែរលីវសុយចាប់ពីថ្ងៃនេះទៅប្អូនគឺជាអ្នកនិពន្ធចុះកិច្ចសន្យារបស់ក្រុមហ៊ុន Livmo អរគុណលោកប្រធានឡប៉ុន្តែខ្ញុំមានសំណូមពរមួយខ្ញុំចង់ប្រើឈ្មោះคล้ายៗដើម្បីចេញផ្សាយបទចម្រៀងឈ្មោះคล้ายៗខ្ញុំចង់ឲ្យមនុស្សគ្រប់គ្នាចាប់អារម្មណ៍តែលើបទចម្រៀងរបស់ខ្ញុំមិនមែនលើរូបខ្ញុំទេល្អខ្ញុំនឹងរៀបចំឈ្មោះសិល្បៈមួយឲ្យប្អូនឈ្មោះសិល្បៈអ្វីដែរទេវតាហោះមកពីឋានលើអរគុណលោកប្រធានឡអញ្ចឹងខ្ញុំទៅធ្វើការសិនហើយយុវជនម្នាក់នេះមិនធម្មតាតតែសោះស្រាប់8កែវរសជាតិនៃជីវិត8បែបលើកកែវជូនព្រះអាទិត្យលើកកែវជូនពន្លឺព្រះច័ន្ទលើកកែវជូនស្រុកកំណើតលើកកែវជូនទីឆ្ងាយគ្រប់មួយកែវសុទ្ធតែជាផ្លូវដែលខ្ញុំធ្លាប់ឆ្លងកាត់ចាប់ផ្ដើមទៅពេលស្រវឹងនិងពេលភ្ញាក់ដឹងខ្លួនអ្នកណាក៏ធ្លាប់ចង់គេចចេញសំឡេងនេះមានរឿងរ៉ាវច្រើនណាស់លោកប្រធានលូថតចេញមកហើយចម្រៀងរំសាយទុកខ្ញុំមានអារម្មណ៍ដឹងមុនថាវានឹងល្បីក្រៅពេញបណ្ដាញសង្គមជាក់ជាមិនខានពិតមែនហើយខ្ញុំធ្វើជាអ្នកបច្ចេកទេសថតសម្លេង20ឆ្នាំធ្លាប់បម្រើកម្ពុជាតារាចម្រៀងស្រីធំទាំង4តែខ្ញុំមិនដែលរបបចម្រៀងដែលមានរឿងរ៉ាវជ្រាលជ្រៅបែបនេះពីមុនមកទេល្អរៀបចំបទចម្រៀងឲ្យចេញភ្លាមចាក់ធនធានទាំងអស់របស់ក្រុមហ៊ុនចូលទៅខ្ញុំចង់ឲ្យវាល្បីផ្ទុះក្រៅតែម្ដងលោកប្រធានលូចាប់ផ្ដើមបញ្ចូលក្នុងតារាងចំណាត់ថ្នាក់ទេហឹមបញ្ចូលទៅមនុស្សល្ងងឲ្យឯងពិតជាកាន់តែធ្វើឲ្យខ្ញុំទន្ទឹងរង់ចាំហើយលោកប្រធានលូបទចម្រៀងរំសាយទុកចាក់ផ្សាយបានជាង10លានដងក្នុងរយៈពេល24ម៉ោងខំមិនលើសពី50,000ប្រធានបទទេវតាធ្លាក់ពីឋានសួគ៌មានអ្នកអាន300លានដងគ្រប់បណ្ដាញសង្គមសុទ្ធតែសួរថាតើទេវតាធ្លាក់ពីឋានសួគ៌ជានរណាល្អបន្តរក្សាការសម្ងាត់ពីអត្តសញ្ញាណរបស់គេឆ្លើយប្រាប់ខាងក្រៅដូចគ្នាទាំងអស់គឺគ្មានមនុស្សម្នាក់នេះទេកម្ដៅក្រៅខ្លាំងបែបនេះបើឆ្លៀតឱកាសបង្ហាញមុខមនុស្សពិតតម្លៃពាណិជ្ជកម្មអាចកើនឡើង10ដងឯណោះភាពអាថ៌កំបាំងគឺជាការធ្វើទីផ្សារដ៏ល្អបំផុតទុកឲ្យពួកគេទុកឲ្យពួកគេស្វែងរកទុកឲ្យពួកគេនឹកគិតទាំងយប់ទាំងថ្ងៃពេលដែលមនុស្សពេញអ៊ីនធឺណិតនាំគ្នាសួរថាទេវតាធ្លាក់ពីឋានសួគ៌ជានរណារាល់វិនាទីដែលគេបង្ហាញមុខសុទ្ធតែជាមាសខ្ញុំមានភារកិច្ចមួយឲ្យអ្នកទាំងពីរតើជាភារកិច្ចអ្វីដែលសមល្មមឲ្យលោកក៏ហៅពួកយើងដោយផ្ទាល់បែបនេះមិននេះនៅលើអ៊ីនធឺណិតមានតារាចម្រៀងម្នាក់ឈ្មោះទេវតាធ្លាក់ពីឋានសួគ៌កំពុងតែល្បីក្រៅខ្លាំងណាស់បទចម្រៀងរំសាយទុករបស់គេត្រឹមតែ3ថ្ងៃមានអ្នកចាក់ស្ដាប់ជាង300លានដងរបស់ល្បីលើអ៊ីនធឺណិតតែប៉ុន្មានថ្ងៃក៏ស្ងាត់ទៅវិញហើយបទចម្រៀងមួយបទភ្លេងទំនុកច្រៀងនិងការបកស្រាយរបស់គេសុទ្ធតែលំដាប់កម្ពស់មនុស្សក្នុងវិស័យទាំងអស់សុទ្ធតែស្វែងរកគេឯងគិតថាវាគ្រាន់តែជាបទចម្រៀងមួយបទទេហើយកែលោកចង់ឲ្យពួកយើងរកគេឲ្យឃើញមិនថាតាមវិធីណាក៏ដោយអូសទាញគេមកក្រុមហ៊ុនស៊ីងហ៊ុយឲ្យបានខ្ញុំចង់ឲ្យគេក្លាយជាមនុស្សរបស់ស៊ីងហ៊ុយអូសទាញមនុស្សសំបីតែគេជានរណាក៏ពួកយើងមិនដឹងផងលើអ៊ីនធឺណិតគ្មានសំបីតែរូបថតមួយសន្លឹកយៀនសឹងឪពុកឯងនៅក្រសួងអប់រំមានខ្សែស្រឡាយច្រើនទៅពីងនាងលេងព្យាណូពូកែក្នុងរង្វង់តន្ត្រីមានធនធានច្រើនស្វែងរកគេឲ្យឃើញសម្រាប់ខ្ញុំបារកបមិនឃើញទេកុំមកជួបមុខខ្ញុំឲ្យសោះពួកយើងប្រកាសជារកគេឲ្យឃើញទេវតាធ្លាក់ពីឋានសួគ៌ពាក់របាំងមុខម្នាក់ទៀតហើយចាំទុកមិនថាតម្លៃណាក៏ដោយមនុស្សដែលស៊ីងហ៊ុយចង់បានមិនដែលថាយកមិនបាននោះទេចង្រៃយកឲ្យពួកយើងចាប់ផ្ដើមរកពីណាមកទៅស្វែងរកព័ត៌មានគេលើអ៊ីនធឺណិតមើលមនុស្សល្បីខ្លាំងបែបនេះប្រកាសជាមានតម្រុយខ្លះមិនខានបទនេះតែងបានល្អពេកហើយកម្រិតបែបនេះពិតជាមិនមែនមនុស្សធម្មតាអាចតែងចេញមកបានទេទោះជាយ៉ាងណាក៏ដោយត្រូវតែអូសទាញគេមកឲ្យបានស៊ីងហ៊ុយឲ្យតម្លៃគេគឺជាសំណាងរបស់គេហើយចុះបើគេមិនព្រមមកវិញ
អីចឹងបង្ខំគេឲ្យមកនៅរាជធានីគ្មានអ្នកណាហ៊ានមិនឲ្យតម្លៃស៊ីងហ៊ុយទេគេចង់រស់នៅក្នុងរាជធានីគឺត្រូវតែចេះច្បាប់ទម្លាប់ ឯងប្រាជាបែបនេះតាំងពីពេលណា តោះទៅស៊ើបសួរនៅក្បែរក្រុមហ៊ុនលវីម៉យថាទេវតាធ្លាក់ពីឋានសួគ៌មានទំនាក់ទំនងជាមួយលវីម៉ លវីមក កុំគិតច្រើនពេករកទេវតាធ្លាក់ពីឋានសួគ៌ឲ្យឃើញនាំគេត្រឡប់ទៅពួកយើងនឹងឈ្នះហើយពីងនេះជាឱកាសមួយឲ្យតែសម្រេចបានផលិតករឆ្នាំរដូវកាលក្រោយរបស់ស៊ីងហាំងប្រកាសជាពួកយើងហើយបំបីគ្នាទៅសួរខ្ញុំទៅស៊ើបសួរពីបទចម្រៀងរំសាយទុកនឹងទេវតាធ្លាក់ពីឋានសួគ៌នាងទៅសួរក្បែរហាងកាហ្វេខាងនោះទៅ ចូលព្រម សួស្ដីសូមសួរថាតើអ្នកធ្លាប់ឮពីទេវតាធ្លាក់ពីឋានសួគ៌ទេ ពិតជាដឹងហើយបទចម្រៀងរំសាយទុករបស់គេពីរោះណាស់ខ្ញុំស្ដាប់ចប់គ្នាប៉ុន្មានថ្ងៃហើយទំនុកច្រៀងចាក់ដល់បេះដូងខ្ញុំតែម្ដង ចុះអ្នកដឹងទេថាគេមានរូបរាងយ៉ាងណាឧស្សាហ៍បង្ហាញខ្លួនឯណា មិនដឹងទេឬថាគេអាចកំបាំងណាស់មិនដែលបង្ហាញមុខពិតឡើយលើអ៊ីនធឺណិតមានតែវីដេអូស្រពិចស្រពិលមួយហើយថែមទាំងពាក់របស់មុខទៀត អរគុណច្រើនណាស់ ខ្ញុំស៊ើបដឹងហើយមានគេនិយាយថាទេវតាធ្លាក់ពីឋានសួគ៌នៅក្រុមហ៊ុនលវីម៉តែគ្មានអ្នកណាដឹងថាគេជានរណាទេ ពិតជាតាក់ទងនឹងល្វីមកមែន គេពាក់របាំងមុខគ្មានអ្នកណាធ្លាប់ឃើញមុខពិតគេទេខាងក្នុងក្រុមហ៊ុននិយាយថាសូម្បីតែបុគ្គលិកផ្ទៃក្នុងក៏មិនដឹងថាអ្នកនៅពីក្រោយរបាំងមុខជានរណាដែរ ពាក់របាំងមុខមិនក៏ដូចអ្នកចម្រៀងពាក់របាំងមុខម្លេះ អ្នកចម្រៀងពាក់របាំងមុខទេវតាធ្លាក់ពីឋានសួគ៌ឬមួយក៏មិនអាចទេអ្នកចម្រៀងពាក់របាំងមុខគឺលីវស៊ួយទេវតាធ្លាក់ពីឋានសួគ៌ក៏មិនអាចជាគេដែរនោះទេ ពីងនាងកាត់អីហ្នឹង គ្មានអីទេ តើនាងដឹងអ្វីខ្លះមែនទេ ខ្ញុំមិនដឹងទេខ្ញុំគ្រាន់តែមានអារម្មណ៍ថា មានអារម្មណ៍ថាយ៉ាងម៉េច គ្មានអីទេពួកយើងបន្តរកទៀតទៅ តោះរកវិធីលួចចូលក្នុងក្រុមហ៊ុនល្វីមកមនុស្សចេញចូលច្រើនយ៉ាងនេះតើមួយណាជាទេវតាធ្លាក់ពីឋានសួគ៌ទៅនោះគឺលីវស៊ួយ មិនក៏គេមកក្រុមហ៊ុនលវីមកដែរតើខ្ញុំត្រូវធ្វើបែបនេះពិតមែនឬបើជាគេពិតមែនបើគេស្អប់ខ្ញុំលីវស៊ួយខ្ញុំមានរឿងចង់និយាយជាមួយលោក និយាយមក លោកធ្វើការនៅក្រុមហ៊ុនលវីមកមែនទេ បាទ អីចឹងលោកគឺជាទេវតាធ្លាក់ពីឋានសួគ៌ ហេតុអីសួរបែបនេះ សំឡេងបទចម្រៀងរំសាយទុកដូចអ្នកចម្រៀងពាក់របាំងមុខខ្លាំងណាស់ហើយលោកក៏នៅក្រុមហ៊ុនលវីមកទៀតតម្រុយទាំងអស់សុទ្ធតែសំដៅលើលោកខ្ញុំដឹងថាជាលោកខ្ញុំនឹងមិនប្រាប់អ្នកណាឡើយប៉ុន្តែខ្ញុំចង់សុំឲ្យលោកជួយខ្ញុំរឿងមួយ រឿងអ្វី ថាកែស៊ីងហ៊ុយ Entertainment ឲ្យខ្ញុំរកទេវតាធ្លាក់ពីឋានសួគ៌ដើម្បីទាញគេទៅខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងណាទេ នាងចង់ឲ្យខ្ញុំជួយនាងយ៉ាងម៉េច តើអាចទេជួយតែងចម្រៀងមួយបទឲ្យខ្ញុំ ទៅពីងនាងដឹងទេថាខ្ញុំមានឋានៈអ្វី លោកគឺទេវតាធ្លាក់ពីឋានសួគ៌ ខ្ញុំជាអ្នកនិពន្ធរបស់ក្រុមហ៊ុនលវីមកខ្ញុំនឹងមិនតែងចម្រៀងឲ្យក្រុមហ៊ុនគូប្រជែងឡើយ មិនមែនឲ្យស៊ីងហ៊ុយទេគឺឲ្យរូបខ្ញុំផ្ទាល់គិតលើរឿងពីមុនរបស់យើង នាងជាមនុស្សរបស់ស៊ីងហ៊ុយខ្ញុំតែងចម្រៀងឲ្យនាងក៏ដូចជាតែងឲ្យស៊ីងហ៊ុយដែរ លីវស៊ួយខ្ញុំដឹងថាពីមុនខ្ញុំខុសចំពោះលោកតែខ្ញុំពិតជាត្រូវការជំនួយពីលោកណាស់ រឿងកន្លងហួសអស់ហើយប៉ុន្តែរឿងនេះខ្ញុំជួយនាងមិនបានទេ គេបដិសេធហើយគេពិតជាទេវតាធ្លាក់ពីឋានសួគ៌មែនបើកាលនោះខ្ញុំជ្រើសរើសគេតើរឿងគ្រប់យ៉ាងនឹងខុសប្លែកពីនេះដែរទេ ពីងនាងទៅជួបលីវស៊ួយធ្វើអី គ្មានអីទេ គ្មានអីចុះនាងយំធ្វើអីនាងដឹងដំណឹងពីទេវតាធ្លាក់ពីឋានសួគ៌មែនទេ ខ្ញុំមិនដឹងទេ ពីងពួកយើងជាមនុស្សខាងតែមួយបើនាងដឹងអ្វីត្រូវតែប្រាប់ខ្ញុំពីងមិនដែលសុំអង្វរអ្នកណាទេនាងទៅជួបលីវស៊ួយប្រកាសជាមានរឿងសំខាន់ណាស់មិនខានទេវតាធ្លាក់ពីឋានសួគ៌តើនាងដឹងអ្វីខ្លះហើយមែនទេក្រុមហ៊ុនលវីមកចុះកិច្ចសន្យាជាមួយតន្ត្រីករអាត់កំបាំងទេវតាធ្លាក់ពីឋានសួគ៌មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយឈីនសូវ៉ាន់អ្នកចម្រៀងពាក់របាំងមុខគឺជាលីវស៊ួយពេលប្រកួតបើក៏បាំងមុខខ្ញុំនៅទីនោះខ្ញុំឃើញផ្ទាល់ភ្នែកលីវស៊ួយនិងឈីនសូវ៉ាន់ត្រូវគ្នាខ្លាំងណាស់ឥឡូវនេះទេវតាធ្លាក់ពីឋានសួគ៌ក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយឈីនសូវ៉ាន់ទៀតលីវស៊ួយធ្វើការនៅលវីមកទេវតាធ្លាក់ពីឋានសួគ៌ក៏នៅលវីមកដូច្នេះទេវតាធ្លាក់ពីឋានសួគ៌គឺជាលីវស៊ួយមិនអាចទេបើទេវតាធ្លាក់ពីឋានសួគ៌គឺជាលីវស៊ួយមែនអញ្ចឹងការខិតខំទាំងអស់របស់ខ្ញុំសុទ្ធតែស្ថិតនៅក្រោមស្រមោលរបស់គេចម្រៀងដែលខ្ញុំតែងចម្រៀងដែលខ្ញុំច្រៀងគ្រប់រឿងដែលខ្ញុំធ្វើសុទ្ធតែដូចជារឿងកំ pl ែងក្រោមពន្លឺរបស់គេមិនអាចទេដាច់ខាត់មិនអាចទេបងហាវជួយខ្ញុំស៊ើបមនុស្សម្នាក់នរណាលីវស៊ួយនៅសាកលវិទ្យាល័យហាត់ឈីងខ្ញុំចង់ដឹងពីប្រវត្តិទាំងអស់របស់គេលីវស៊ួយជ័យលីភីលេខ1ប្រចាំខេត្តម្នាក់នោះឬបាទខ្ញុំសង្ស័យថាគេគឺជាទេវតាធ្លាក់ពីឋានសួគ៌គួរឲ្យចាប់អារម្មណ៍ណាស់បើជ័យលីភីលេខ1គឺជាទេវតាធ្លាក់ពីឋានសួគ៌មែនរឿងនេះពិតជាអស្ចារ្យហើយខ្ញុំនឹងជួយអញស៊ើបប៉ុន្តែបើជាគេពិតមែនអញគិតចង់ធ្វើបែបណាខ្ញុំចង់ឲ្យគេខូចគេឈ្មោះខ្ទេចខ្ទីអស់យៀនសឹងអញធ្លាប់គិតទេថាមូលហេតុដែលអញចាញ់គេរហូតមកគឺដោយសារតែអញតែងតែគិតតែពីជាន់ពន្លិចអ្នកដទៃជាជាងការអភិវឌ្ឍខ្លួនឯងបងហាវបងមានន័យថាម៉េចន័យថាឯងគួរតែរៀនសូត្រពីគេហេតុអ្វីគេអាចក្លាយជាទេវតាធ្លាក់ពីឋានសួគ៌បានចំណែកឯងបានត្រឹមតែជាកូនចៅតាមក្រោយគេហេតុអីមនុស្សគ្រប់គ្នាសុទ្ធតែជួយនិយាយការពីគេហេតុអី មានដំណឹងល្អមួយ រឿងអី
ការប្រកួតដណ្ដើមតំណែងរាជិនីចម្រៀងខ្ញុំបានចុះឈ្មោះហើយ ការប្រកួតដណ្ដើមតំណែងរាជិនីចម្រៀង ត្រូវហើយជាការប្រកួតរាជិនីចម្រៀងលំដាប់កំពូលទូទាំងប្រទេស3ឆ្នាំមានម្ដងប្រមូលផ្ដុំតារាចម្រៀងស្រីលំដាប់ជួរមុខទាំងអស់ជើងឯកនឹងឡើងក្រុងរាជិនីភ្លាមទាំងធនធាននិងកេរ្តិ៍ឈ្មោះសុទ្ធតែលំដាប់កំពូលខ្ញុំត្រូវការឲ្យលោកជួយតែងចម្រៀងឲ្យខ្ញុំត្រូវការបទចម្រៀងនិពន្ធថ្មីចំនួន3បទ 3 បទ ចាស់វគ្គចម្រុះ1បទវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់1បទនិងវគ្គផ្ដាច់ព្រាត់1បទវគ្គចម្រុះត្រូវតែអស្ចារ្យធ្វើឲ្យមនុស្សគ្រប់គ្នាចងចាំខ្ញុំវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ត្រូវតែរឹងមាំបញ្ជាក់ថាខ្ញុំមិនមែនល្បីតែមួយផ្លែទេហើយវគ្គផ្ដាច់ព្រាត់ត្រូវតែក្លាយជាព្រះ នាងចង់ច្រៀងស្ទីលបែបណា ខ្ញុំមិនចង់ច្រៀងបទតាមទម្រង់ចាស់ទេពួកសំឡេងខ្ពស់បង្អួតបច្ចេកទេសវគ្គបន្តផលិតដោយរោងចក្រទំនុកច្រៀងគ្មានន័យសរសេរដើម្បីតែជាប់ចំណាត់ថ្នាក់ខ្ញុំច្រៀងធុញហើយខ្ញុំចង់ច្រៀងបទដែលមានព្រលឹងវិញ្ញាណ បទតែមានព្រលឹងវិញ្ញាណ ដូចបទសមុទ្រនៃលំហាកាសដ៏សែនឆ្ងាយដែលលោកច្រៀងអញ្ចឹងជាបទដែលស្ដាប់ហើយធ្វើឲ្យចង់យំមួយទៀតខ្ញុំចង់សុំឲ្យលោកធ្វើជាផលិតកររបស់ខ្ញុំមិនត្រឹមតែតែងចម្រៀងទេថែមទាំងជួយខ្ញុំជ្រើសរើសបទរៀបចំបទភ្លេងហាត់សមចូលរួមពេញលេងតាំងពីដើមដល់ចប់ ហេតុអ្វីជ្រើសរើសខ្ញុំ ពីព្រោះលោកគឺជាមនុស្សតែម្នាក់គត់ដែលអាចធ្វើឲ្យបេះដូងខ្ញុំរំជួលចិត្តបានតន្ត្រីរបស់លោកធ្វើឲ្យខ្ញុំរំភើបចិត្តខ្ញុំខានមានអារម្មណ៍រំជួលចិត្តបែបនេះច្រើនឆ្នាំមកហើយនៅក្នុងវិស័យនេះកាន់តែយូរកាន់តែមានអារម្មណ៍ថាតន្ត្រីល្អពិតជាកម្រណាស់ប៉ុន្តែនៅកន្លែងលោកនៅតែមានភ្លើងឆេះសន្ធោសន្ធៅ អរគុណ មិនបាច់អរគុណទេនេះជាការសហការហើយក៏ជាការជួយគ្នាទៅវិញទៅមកដែរខ្ញុំផ្ដល់សេរីភាពពេញលេញក្នុងការនិពន្ធដល់លោកផ្ដល់តន្ត្រីដ៏ល្អបំផុតដល់ខ្ញុំពួកយើងបំពេញតម្រូវការឲ្យគ្នាតែយើងក៏ទុកចិត្តគ្នាទៅវិញទៅមក ខ្ញុំនឹងមិនធ្វើឲ្យនាងខកបំណងឡើយថៅកែពួកយើងនៅតែកំពុងស្វែងរកទេវតាធ្លាក់ពីឋានសួគ៌នៅតែរកទៀតប៉ុន្មានថ្ងៃមកហើយនឹងគេលាក់ខ្លួនចិត្តពេកគ្មានព័ត៌មានជាសាធារណៈសំបីតែបន្តិចសំបីតែខាងក្រុមហ៊ុន Novimor ក៏បិទមាត់ចិត្តដែរពួកយើងបានប្រើប្រាស់គ្រប់ខ្សែស្រឡាយហើយខ្ញុំមិនខ្វល់ថាពួកឯងប្រើវិធីណាទេការប្រកួតដណ្ដើមតំណែងរាជិនីចម្រៀងខិតជិតមកដល់ហើយស៊ីងហ៊ុយត្រូវការបទចម្រៀងល្អបើពិតជារកទេវតាធ្លាក់ពីឋានសួគ៌មិនឃើញទេទៅរកអ្នកនិពន្ធផ្សេងទៀតទៅបាទមួយទៀតរាជិនីចម្រៀងរបស់ស៊ីងហ៊ុយចៅយូហ្វេត្រូវតែចូលរួមប្រកួតចៅយូហ្វេត្រូវហើយពួកឯងទៅស្វែងរកបទចម្រៀងឲ្យនាងហាត់សំទៅចៅយូហ្វីជាមុខមាត់របស់ស៊ីងហ៊ុយនាងត្រូវតែដណ្ដើមជើងឯកក្នុងការប្រកួតរាជិនីចម្រៀងឲ្យបានបើនាងចាញ់ក្នុងការប្រកួតលើកនេះពួកឯងរៀបចំអីវ៉ាន់ចេញទៅបាទពួកយើងប្រកាសជាខិតខំឲ្យអស់ពីសមត្ថភាពចេញទៅចាំទុកអ្វីដែលខ្ញុំចង់បានគឺជើងឯកការប្រកួតរាជិនីចម្រៀងឈិនសូវ៉ាន់ក៏នឹងចូលរួមដែរ លីវស៊ុយប្រកាសជាជួយឈិនសូវ៉ាន់មិនខាន អីចឹងផ្ដួលនាងក្នុងការប្រកួតទៅ ប៉ុន្តែសមត្ថភាពនិពន្ធរបស់លីវស៊ុយ តើទេវតាធ្លាក់ពីឋានសួគ៌ជាលីវស៊ុយឬអត់នៅមិនទាន់មានភស្តុតាង100នៅឡើយទេតែមិនថាជានរណាទេរាជិនីចម្រៀងរបស់ស៊ីងហ៊ុយមិនអាចចាញ់មនុស្សរបស់លវីមកបានឡើយលីវស៊ុយឈិនសូវ៉ាន់ក្នុងការប្រកួតនេះចាំមើលទៅ បទចម្រៀងវគ្គចម្រុះតើលោកគិតឃើញថាត្រូវតែងបែបណាហើយឬនៅ គិតឃើញហើយខ្ញុំចង់តែងបទមួយស្ដីពីយុវវ័យនិងការរីកធំធាត់ យុវវ័យនិងការរីកធំធាត់ បាទមនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់ឆ្លងកាត់យុវវ័យមនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់ត្រូវខ្យល់បក់ផាត់ក្តីស្រមៃឲ្យរសាត់បាត់ប៉ុន្តែខ្យល់មិនត្រឹមតែបក់ផាត់របស់ឲ្យបាត់បង់ប៉ុណ្ណោះទេវាក៏នាំក្តីសង្ឃឹមថ្មីត្រឡប់មកវិញដែរ ឡ បទចម្រៀងនេះពីរោះពេកហើយ នៅមានវគ្គចុងក្រោយមួយទៀត លីវស៊ុយតើលោកតែងបទបែបនេះចេញមកដោយរបៀបណា ពីព្រោះខ្ញុំក៏ធ្លាប់ឆ្លងកាត់យុវវ័យហើយក៏ធ្លាប់ត្រូវខ្យល់បក់ផាត់ក្តីស្រមៃដូចគ្នា ខ្ញុំចង់ច្រៀងបទនេះខ្ញុំប្រកាសជាច្រៀងឲ្យបានល្អបំផុត ចាំបន្តិចត្រង់នេះកុំច្រៀងបញ្ចេញកម្លាំងខ្លាំងពេកស្រមៃថានាងកំពុងឈរនៅផ្លូវបំបែកជា4ដែលមានមនុស្សកកកមើលទៅស្រមោលមនុស្សដើរកាត់ចុះឡើងក្នុងចិត្តមានភាពស្រពេចស្រពិលតែទន្ទឹមនឹងនោះក៏មានក្តីសង្ឃឹមដែរល្អណាស់រក្សាអារម្មណ៍បែបនេះទុកការផ្សះផ្សាដែលធូរស្រាលត្រូវតែមានភាពស្រាលស្រទន់នៃការលះបង់អតីតកាលចោលត្រង់នេះនាងត្រូវស្រមៃថាខ្លួនឯងបានឆ្លងកាត់រាល់ការលំបាកវេទនាទាំងអស់ហើយចុងក្រោយក៏បានឃើញពន្លឺ ស្រមៃឃើញអ្វី ស្រមៃឃើញរូបនាងផ្ទាល់ ចាសោះ ទស្សនិកជនជាទីគោរពវគ្គចម្រុះនៃការប្រកួតដណ្ដើមតំណែងរាជិនីចម្រៀងចាប់ផ្ដើមជាផ្លូវការហើយសូមស្វាគមន៍បេក្ខនារីទី1ឈិនសូវ៉ាន់លីវស៊ុយបទចម្រៀងមួយបទនេះខ្ញុំច្រៀងជូនលោកស្ដាប់
ឈីនសូវ៉ានឈីនសូវ៉ានពិន្ទុពេញខ្ញុំឲ្យពិន្ទុពេញនេះជាបទចម្រៀងដែលពីរោះបំផុតដែលខ្ញុំធ្លាប់បានស្ដាប់បទពេលខ្យល់បក់មកនេះពិតជាស្នាដៃកម្រិតកំពូលមែនការបកស្រាយរបស់ឈីនសូវ៉ានមានព្រលឹងវិញ្ញាណរាល់ពាក្យពេចន៍សុទ្ធតែហាក់ដូចជាដុសចេញពីបេះដូងរបស់នាងតើនរណាជាអ្នកតែងបទចម្រៀងនេះជាទេពកសរដ៏អាចកំបាំងម្នាក់ជានរណាតើអ្នកណាជាអ្នកតែងពិតប្រាកដស្នាដៃកម្រិតកំពូលនេះជាស្នាដៃកម្រិតកំពូលហើយខ្ញុំចង់ជួបអ្នកនិពន្ធបទនេះឈីនសូវ៉ាន់ទៀតហើយលីវស៊ុយទៀតហើយយានសឹងពួកយើងចាញ់ហើយនៅមិនទាន់ចប់ទេការប្រកួតរាជិនីចម្រៀងនៅមានវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់និងវគ្គផ្ដាច់ព្រាត់ទៀតយានសឹងឯងនៅតែមិនយល់ទៀតពួកយើងបានចាញ់រួចទៅហើយចាញ់តាំងពីដំបូងទីមកម្លេះលីវស៊ុយមិនមែនជាមនុស្សដែលពួកយើងអាចប្រកួតប្រជែងជាមួយបានតតែសោះបទរបស់ឈីនសូវ៉ាន់ពិតជាល្អមែនតែខ្ញុំនៅមិនទាន់ចាញ់ទេបងស្រីយូហ្វីពួកយើងប្រកាសជាជួយបងឲ្យឈ្នះល្អខ្ញុំនឹងរងចាំមើលបទវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ខ្ញុំចង់តែងបទមួយស្ដីពីស្នេហាបាទស្នេហាជាប្រធានបទអមតៈហើយក៏ជាអ្វីដែលអាចទាក់ទាញចិត្តមនុស្សបានខ្លាំងបំផុតដែរវគ្គមុនពេលខ្យល់បក់មកគឺនិយាយពីយុវវ័យនិងការរីកធំធាត់វគ្គនេះពួកយើងត្រូវការចំណុចអារម្មណ៍ដែលកាន់តែជ្រាលជ្រៅដើម្បីឲ្យទស្សនិកជនបានឮពីកម្លាំងនៅក្នុងសម្លេងរបស់នាងមិនមែនត្រឹមតែបច្ចេកទេសទេតែជាការរំជើបរំជួលចិត្តល្អខ្ញុំទុកចិត្តលោកខ្ញុំចង់ឲ្យនាងច្រៀងចេញនៅអារម្មណ៍មួយបែបនោះអារម្មណ៍ដែលទោះបីជាឃ្លាតឆ្ងាយរាប់ពាន់ឆ្នាំពន្លឺក៏នៅតែរង់ចាំក្តីស្រឡាញ់ភាពដាច់អហង្ការដែលដឹងច្បាស់ថាមិនអាចទៅរួចតែនៅតែចង់ធ្វើការតាំងចិត្តយ៉ាងមុតមមដែលឆ្លងកាត់គ្រប់ពេលវេលានិងលំហាកាត់តើលោកធ្លាប់ឆ្លងកាត់ស្នេហាបែបនេះទេជាតិមុនធ្លាប់មានជាតិមុនគ្រាន់តែជាការប្រៀបធៀបប៉ុណ្ណោះអរគុណលោកណាលីវស៊ុយមិនបាច់អរគុណទេនេះជាការសហការមិនត្រឹមតែជាការសហការទេខ្ញុំមានអារម្មណ៍ថាពួកយើងគឺជាអ្វីជាមិត្តរួមប្រលឹងបន្ទាប់មកទៀតសូមអញ្ជើញឈីនសូវ៉ាន់មេឃពេលយប់សែនឆ្ងាយពន្លឺផ្កាយសែនភ្លឺថ្លាលោកស្ថិតនៅក្នុងចិត្តខ្ញុំដូចជាផ្លូវហោះហើរមួយពួកយើងខណ្ឌចែកដោយភាពស្ងៀមស្ងាត់និងគម្លាតម៉ោងប៉ុន្តែរាល់ពេលងើបមុខឡើងយើងតែងតែសម្លឹងមើលគ្នាទៅវិញទៅមកខ្ញុំរសូកខ្យល់បក់ឆ្លើយតបយ៉ាងស្រទន់បកផាត់ការរងចាំឲ្យคล้ายជាខ្សាច់ភ្លឺភ្លេកប្រសិនបើយើងពិតជាមានជោគវាសនាជួបគ្នានោះប្រកាសជាលោកកាន់កម្ដៅដ៏កក់ក្ដៅនោះជាប់នៅក្រៅសមុទ្រផ្កាយនៅតែរងចាំអ្នកត្រឡប់មកវិញឆ្លងកាត់ពន្លឺនិងភាពងឹតនៃភាពឯកោទោះបីជាសកលលោកបំបែកយើងចេញពីគ្នាក៏ដោយបេះដូងរបស់ខ្ញុំក៏នឹងឈប់នៅកន្លែងដើមដើម្បីស្រឡាញ់អ្នកសូមអបអរសាទរដល់ឈីនសូវ៉ាន់ដែលទទួលបានពិន្ទុខ្ពស់បំផុតម្ដងទៀតនិងបានឡើងទៅកាន់វគ្គផ្ដាច់ព្រាត់ដោយជោគជ័យទន្ទឹមនឹងនេះសូមអបអរសាទរដល់ចៅយូហ្វៃដែលបានឡើងទៅកាន់វគ្គផ្ដាច់ព្រាត់ដូចគ្នាឥឡូវនេះសូមប្រកាសពីច្បាប់ពិសេសសម្រាប់វគ្គផ្ដាច់ព្រាត់នៅលើឆាកផ្ដាច់ព្រាត់ពេជ្រនារីម្នាក់អាចអញ្ជើញភ្ញៀវកិត្តិយសច្រៀងរួមម្នាក់បានខ្ញុំចង់អញ្ជើញលោកមកច្រៀងរួមជាមួយខ្ញុំមែនហើយមានតែលោកទេដែលអាចធ្វើឲ្យខ្ញុំបញ្ចេញសមត្ថភាពបានល្អបំផុតយល់ពមសូមស្វាគមន៍មកកាន់ការប្រកួតផ្ដាច់ព្រាត់ទូទាំងប្រទេសនៃកម្មវិធីដណ្ដើមតំណែងរាជិនីតន្ត្រីយប់នេះពេជ្រនារីទាំង3រូបនឹងមកដណ្ដើមគត់តែមួយគត់នៅទីនេះច្បាប់មានដូចទៅពេជ្រនារីម្នាក់ច្រៀងបទចម្រៀងនិពន្ធថ្មីមួយបទដោយអាចមានភ្ញៀវកិត្តិយសច្រៀងរួមម្នាក់អ្នកដែលទទួលបានពិន្ទុពេញខ្ពស់ជាងគេពីគណៈកម្មការនឹងក្លាយជារាជិនីតន្ត្រីជំនាន់ថ្មីលីវស៊ុយខ្ញុំភ័យខ្លាំងណាស់កុំភ័យអីជឿជាក់លើខ្លួនឯងហើយក៏ជឿជាក់លើខ្ញុំដែរចាសសបទសម្រាប់វគ្គផ្ដាច់ព្រាត់ខ្ញុំចង់សរសេររឿងស្នេហា
មិនមែនជាស្នេហាកំសត់ទេតែជាស្នេហាដែលកំណត់ដោយព្រហ្មលិខិត ស្នេហាដែលកំណត់ដោយព្រហ្មលិខិត មែនហើយស្នេហាដែលទោះបីជានៅឆ្ងាយរាប់ពាន់គីឡូម៉ែត្រឆ្លងកាត់មនុស្សម្នាក់ក៏ត្រូវតែជួបគ្នាដូចជាភពកាយពីរដែលវិលតាមកន្លងរៀងខ្លួនរាប់លានឆ្នាំទីបំផុតត្រូវកម្លាំងទំនាញទាញចូលគ្នា ខ្ញុំយល់ហើយ បងស្រីយូហ្វេបទចម្រៀងរបស់បងរៀបចំរួចរាល់ហើយឬនៅ រួចរាល់ហើយជាបទស្នេហាមួយបទដែលជួលអ្នកនិពន្ធល្អបំផុតក្នុងប្រទេសមកសរសេរក្នុងតម្លៃទិញឡានមួយគ្រឿងបាន អ្នកនិពន្ធល្អបំផុតតើអាចប្រៀបធៀបជាមួយលីវស៊ុយបានទេគេជាអ្នកនិពន្ធបទក្រៅសមុទ្រផ្កាយណាបងស្រីយូហ្វេអ្នកច្រៀងរួមរបស់ឈីនសូវ៉ាន់គឺលីវស៊ុយ លីវស៊ុយសិស្សពូកែទូទាំងខេត្តម្នាក់នោះ បាទគឺគាត់ហើយ ឬសិស្សម្នាក់អាចច្រៀងបានយ៉ាងណាទៅឈីនសូវ៉ាន់ក៏អស់ផ្លូវដើរដែរទើបទៅរកសិស្សពូកែម្នាក់មកបង្គ្រប់ចំនួន ចុះបើលីវស៊ុយគឺជាទេវតាហោះមកពីមេឃនោះបងស្រីយូហ្វេក៏មិនប្រកាសថាឈ្នះគេដែរ ល្មមហើយរៀបចំរោគឲ្យខ្ញុំដល់វេនខ្ញុំឡើងឆាកហើយបេក្ខនារីដំបូងគេដែលត្រូវឡើងឆាកគឺចៅយូហ្វីបទបំណងប្រាថ្នានេះផ្ញើជូនដល់មនុស្សគ្រប់គ្នាដែលធ្លាប់ស្រឡាញ់គេខ្ញុំប្រែคลายភាពស្ងៀមស្ងាត់ទៅជាអណ្ដាតភ្លើងបំភ្លឺរាល់ផ្ទៃមុខដែលមិនព្រមចុះចាញ់បច្ចេកទេសស្ទាត់ជំនាញអារម្មណ៍ពេញលេញ95ពិន្ទុ សូមអរគុណបេក្ខនារីបន្ទាប់ឈីនសូវ៉ាន់រៀបចំរួចរាល់ហើយឬនៅរួចរាល់ហើយ ជឿជាក់លើខ្ញុំផ្ដល់ពេលឲ្យខ្ញុំ1វិនាទីដើម្បីទម្លាក់អតីតកាលចុះឲ្យអ្នកបានឬពាក្យមួយឃ្លានៅក្នុងបេះដូងខ្ញុំមនុស្សម្នាក់ដើរឆ្លងកាត់ទៅមកផ្លូវវែងឆ្ងាយណាស់ប៉ុន្តែខ្ញុំគ្រាន់តែចង់ដើរទន្ទឹមគ្នាជាមួយអ្នករហូតដល់ភ្លឺពេលដែលអ្នកញឹមពិភពលោកទាំងមូលក៏ភ្លឺឡើងពេលដែលខ្ញុំនៅស្ងៀមអ្នកឆ្លើយជំនួសខ្ញុំប្រហែលជាថ្ងៃស្អែកនឹងមានរលកខ្យល់ព្យុះប៉ុន្តែពួកយើងនៅក្មេងនឹងភ្លឺស្វាងព្រោះតែស្រឡាញ់គ្នាទើបមិនខ្លាចព្យុះភ្លៀងពិន្ទុពេញនេះគឺជាការច្រៀងឆ្លងឆ្លើយដ៏ល្អបំផុតក្នុងរយៈពេល10ឆ្នាំកន្លងមកនេះខ្ញុំដាក់ពិន្ទុមក8ឆ្នាំហើយនេះជាលើកទី1ហើយដែលខ្ញុំស្រក់ទឹកភ្នែកឈីនសូវ៉ាន់និងលីវស៊ុយសំឡេងរបស់ពួកគេស័ក្តិសមគ្នាខ្លាំងណាស់នេះមិនមែនជាការប្រកួតទេនេះគឺជាសិល្បៈពិតប្រាកដ100ពិន្ទុដោយគ្មានមន្ទិលសង្ស័យនេះជាពិន្ទុពេញដំបូងគេបង្អស់ដែលខ្ញុំផ្ដល់ឲ្យនៅក្នុងអាជីពរបស់ខ្ញុំឈីនសូវ៉ាន់និងលីវស៊ុយទទួលបានពិន្ទុខ្ពស់បំផុតក្នុងកម្មវិធី100ពិន្ទុពេញឈីនសូវ៉ាន់លីវស៊ុយឈីនសូវ៉ាន់លីវស៊ុយនេះទើបជាតន្ត្រីពិតប្រាកដប្រៀបធៀបជាមួយគេពួកយើងគ្មានតម្លៃអ្វីតតែសោះ
សូមអរគុណអ្នកទាំងអស់គ្នាមុននឹងប្រកាសលទ្ធផលខ្ញុំចង់ណែនាំមនុស្សម្នាក់ឲ្យអ្នកទាំងអស់គ្នាបានស្គាល់ជាមនុស្សដែលសំខាន់បំផុតសម្រាប់ខ្ញុំគាត់គឺជាអ្នកនិពន្ធបទចម្រៀងទាំងអស់ឲ្យខ្ញុំហើយក៏ជាអ្នកនិពន្ធបទរំសាយទុកមនុស្សដូចខ្ញុំពេលខ្យល់បក់ក្រៅសមុទ្រផ្កាយនិងបទព្រោះតែស្រឡាញ់គ្នាគាត់ជាសិស្សពូកែទូទាំងខេត្តជាអ្នកចម្រៀងពាក់របាំងមុខជាទេវតាហោះមកពីមេឃលីវស៊ុយតាមពិតជាគាត់សោះជាអ្នកចម្រៀងពាក់របាំងមុខម្នាក់នោះ សិស្សពូកែខេត្តគាត់ជាសិស្សពូកែខេត្តម្នាក់នោះកម្ពុជាទេពកោសល្យគាត់ជាកម្ពុជាទេពកោសល្យពិតប្រាកដទេវតាហោះពីមេឃជាលីវស៊ុយអ្នកចម្រៀងពាក់របាំងមុខជាលីវស៊ុយសិស្សពូកែខេត្តក៏ជាលីវស៊ុយទាំងអស់សុទ្ធតែជាគេទាំងអស់ គ្រាន់តែជាសិស្សម្នាក់សោះមិនក៏អាចទៅរួចខ្ញុំដឹងតាំងពីដើមមកថាលោកគឺជាទេវតាហោះមកពីមេឃខ្ញុំសូមប្រកាសម្ចាស់ជើងឯកការប្រកួតរាជិនីតន្ត្រីរដូវកាលនេះគឺឈីនសូវ៉ាន់ភ្ញៀវគិតយកច្រៀងរួមលីវស៊ុយនៅមានរឿងមួយទៀតចាប់ពីថ្ងៃនេះទៅលីវស៊ុយនឹងក្លាយជាផលិតករផ្ដាច់មុខរបស់ខ្ញុំជាផ្លូវការទន្ទឹមនឹងនេះផលិតកម្ម Lavimo នឹងបង្កើតស្ទូឌីយ៉ូ Fician ដោយឲ្យលីវស៊ុយជាអ្នកទទួលខុសត្រូវទាំងស្រុងសូមអរគុណលោកគ្រូឈីនសូមអរគុណក្រុមហ៊ុន Lavimo ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយនោះគឺតន្ត្រីមិនប្រកាន់វណ្ណៈខ្ពស់ទាបនោះទេទោះបីជាអ្នកជាសិស្សពូកែឬជាមនុស្សសាមញ្ញឲ្យតែមានក្តីស្រមៃសុទ្ធតែសមនឹងទទួលបានការស្ដាប់ព្រឺសូមអរគុណខ្ញុំចាញ់ហើយខ្ញុំចាញ់ទាំងស្រុងហើយអបអរសាទរលីវស៊ុយលោកស័ក្តិសមនឹងទទួលបានអ្វីទាំងអស់នេះប៉ាបងប្រុសឡើងទូរទស្សន៍ហើយបងប្រុសជាទេវតាហោះពីមេឃបងប្រុសជាជើងឯក ស៊ុយប៉ាមានមោទនភាពចំពោះកូនណាស់ប៉ាបងប្រុសប្រាប់ថាពេលយើងមានលុយគាត់នឹងព្យាបាលជំងឺឲ្យប៉ាអាចក្រោកឈរបានហើយនាំខ្ញុំទៅបង្ហោះខ្លែងនៅសួនច្បារម្ដងទៀតឈៀនបងប្រុសរបស់កូនជាក្មេងល្អគឺប៉ាទេដែលជាបន្ទុកដល់ពូកូនមិនមែនទេប៉ាមិនមែនជាបន្ទុកទេបងប្រុសនិយាយថាប៉ាគឺជាប៉ាដែលល្អបំផុតនៅលើលោកឈៀនប៉ាខ្ញុំត្រឡប់មកវិញហើយបងប្រុសបងពូកែខ្លាំងណាស់បងជាអ្នកចម្រៀងពាក់របាំងមុខបងជាទេវតាហោះពីមេឃបងជាជើងឯកមនុស្សក្នុងទូរទស្សន៍សុទ្ធតែទះដៃឲ្យបងមនុស្សច្រើនណាស់កំពុងស្រែកហៅឈ្មោះបងឈៀនបងគ្រាន់តែធ្វើរឿងដែលគួរធ្វើប៉ុណ្ណោះបងប្រុសឥឡូវបងមានលុយហើយមែនទេមានហើយបងមានលុយហើយអញ្ចឹងអាចព្យាបាលជំងឺឲ្យប៉ាបានហើយមែនទេបានហើយបងបានតាក់ទងគ្រូពេទ្យដែលពូកែបំផុតរួចហើយសប្តាហ៍ក្រោយនឹងនាំប៉ាទៅខេត្តប្រកាសជាអាចព្យាបាលជាស៊ុយប៉ាជាបន្ទុកដល់កូនហើយជើងរបស់ប៉ានេះមិនសមឲ្យកូនចំណាយលុយច្រើនយ៉ាងនេះទេប៉ាកាលខ្ញុំនៅតូចប៉ាចិញ្ចឹមខ្ញុំពេលប៉ាចាស់ទៅខ្ញុំត្រូវចិញ្ចឹមប៉ាវិញនេះជារឿងត្រឹមត្រូវគុំនិយាយពាក្យថាបន្ទុកអីទៀតកូនព្យាបាលជំងឺឲ្យពុកគឺជារឿងត្រឹមត្រូវបំផុតប៉ាត្រូវតែជាសះស្បើយណាស់ល្អប៉ាស្ដាប់តាមកូនប៉ានឹងរងចាំថ្ងៃក្រោកឈរឡើងវិញប៉ាគុំយំបងប្រុសក៏គុំយំគ្រួសារយើងទាំងអស់គ្នានឹងរស់នៅបានយ៉ាងល្អបែបបទសម្រាប់ស្ទូឌីយ៉ូ Fician កំពុងដំណើរការហើយទីតាំងជ្រើសរើសនៅតំបន់វប្បធម៌អគារជាន់ទី3ទំហំ300ម៉ែត្រការ៉េក្រុមតុបតែងនឹងចូលធ្វើការនៅថ្ងៃខាងស្អែកបញ្ជាឧបករណ៍ខ្ញុំក៏បានឲ្យផ្នែកទិញរៀបចំរួចរាល់ហើយជាឧបករណ៍ស្ទូឌីយ៉ូកម្រិតកំពូលខ្ញុំចង់ជ្រើសរើសយុវជនដែលមានទេពកោសល្យតែគ្មានអ្នកណាស្គាល់ដើម្បីផ្ដល់ឱកាសឲ្យពួកគេឧបករណ៍មិនបាច់ដល់ថ្នាក់កំពូលពេកទេឲ្យតែល្មមប្រើបានគឺបានហើយលុយត្រូវចំណាយចំកន្លែងសំខាន់ធនធានមនុស្សទើបជាឧបករណ៍ដែលមានតម្លៃបំផុតល្អល្វីម៉ូគាំទ្រឯងពេញទំហឹងឯងថាធ្វើបែបណាគឺធ្វើបែបហ្នឹងខ្ញុំត្រកូលគ្មានអ្វីក្រៅពីក្រសែភ្នែកមើលមនុស្សនោះទេលីវស៊ុយឯងសមនឹងឲ្យខ្ញុំភ្នាល់លើកនេះណាស់ខ្ញុំក៏នឹងជួយលោកដែរក្រោយពីការប្រកួតរាជិនីតន្ត្រីធនធានរបស់ខ្ញុំមានច្រើនជាងមុនសមាជិកថ្មីចំនួនទី1នៃ Studio Fician ខ្ញុំអាចនាំពួកគេឡើងច្រៀងបើកឆាកក្នុងការប្រគំតន្ត្រីទេសចររបស់ខ្ញុំដើម្បីផ្ដល់ឱកាសឲ្យពួកគេបង្ហាញមុខអរគុណមិនបាច់អរគុណទេពួកយើងជាមិត្តយល់ចិត្តគ្នាមែនទេបាទជាមិត្តយល់ចិត្តនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះខ្ញុំចង់ឲ្យមនុស្សកាន់តែច្រើនបានស្ដាប់បទចម្រៀងពីរោះទេពកោសល្យដែលត្រូវបានកប់ចោលក្តីស្រមៃដែលត្រូវការពិតជាន់ឆ្លៃ Studio Fician គឺជាជម្រករបស់ពួកគេនេះជាបេសកកម្មរបស់ស្ដេចចម្រៀងហើយក៏ជាចម្លើយដ៏ល្អបំផុតរបស់ខ្ញុំលីវស៊ុយជូនចំពោះពិភពលោកនេះដេញមិនតាន់ទេមួយជីវិតនេះដេញមិនតាន់ទេអ្នកចម្រៀងពាក់របាំងមុខទេវតាហោះពីមេឃសិស្សពូកែខេត្តឯងជាបេសាចស្អីឲ្យប្រកាសទៅអ្នកណាចេញទៅយានសឹងនាងមកធ្វើអី
មកសើចចំមកខ្ញុំមែនទេចេញទៅ យានសឹងលោកមិនអាចបន្តបែបនេះទៀតទេ ហើយខ្ញុំមិនបែបនេះតើឲ្យខ្ញុំធ្វើបែបណាទៀតសំបីតែស្រមោលរបស់លីវស៊ុយក៏ខ្ញុំដេញមិនទាន់ផងឥឡូវគេជាមេខ្ញុំជាពួកខ្ញុំសំបីតែញើបមុខមើលក៏ពិបាកដែរខ្ញុំជាស្អីខ្ញុំធ្លាប់គិតថាខ្ញុំជាកាត់អាត់របស់ស៊ីងហ៊ុយខ្ញុំជាយានសឹងតែនៅក្នុងភ្នែកគេខ្ញុំសំបីតែធ្លាប់ម្នាក់ក៏មិនស្មើផង ចុះហេតុអ្វីលោកមិនអភិវឌ្ឍខ្លួនឯង អភិវឌ្ឍឲ្យខ្ញុំអភិវឌ្ឍយ៉ាងម៉េចគេជាសិស្សពូកែខេតគេជាអ្នកចម្រៀងពាក់របាំងមុខគេជាទេវតាហោះពីមេឃចុះខ្ញុំជាស្អីខ្ញុំគ្រាន់តែជាមនុស្សអត់បានការដែលមិនហ៊ានទទួលស្គាល់ការបរាជ័យ លោកជាមនុស្សមានទេពកោសល្យគ្រាន់តែលោកចំណាយពេលទៅលើការច្រណែនមិនមែនការខិតខំប្រឹងប្រែងយានសឹងខ្ញុំសម្រេចចិត្តចាក់ចេញពីសឹងហ៊ុយហើយ ហេតុអ្វី ខ្ញុំចង់ទៅធ្វើរឿងដែលខ្ញុំស្រឡាញ់ពិតប្រាកដខ្ញុំចង់រៀនតន្ត្រីរៀនយ៉ាងពិតប្រាកដមិនមែនដើម្បីប្រកួតមិនមែនដើម្បីចាញ់ឈ្នះទេតែដើម្បីតន្ត្រីដោយខ្លួនឯង នាងចង់ទៅណា ខ្ញុំបានដាក់ពាក្យទៅសាលាតន្ត្រីនៅក្រៅប្រទេស ក្រៅប្រទេស ចាស់សុខខ្ញុំចង់ចាក់ចេញពីរង្វង់នេះធ្វើចិត្តឲ្យស្ងប់ហើយគិតឲ្យច្បាស់ពីអ្វីដែលខ្លួនឯងចង់បាន ពីងសុំទោស មិនបាច់សុំទោសទេពួកយើងសុទ្ធតែធ្លាប់ជ្រើសរើសខុសអ្វីដែលសំខាន់គឺចាប់ពីពេលនេះទៅធ្វើការជ្រើសរើសឲ្យបានត្រឹមត្រូវ ការជ្រើសរើសឲ្យបានត្រឹមត្រូវ លីវស៊ុយ អ្នកមកហើយ លីវស៊ុយខ្ញុំត្រូវទៅហើយ ទៅណា ទៅក្រៅប្រទេសរៀនតន្ត្រី ល្អណាស់ទៅតាមរកអ្វីដែលអ្នកចង់បានចុះ លីវស៊ុយសុំទោសផងរឿងកន្លងមក ខ្ញុំប្រាប់ហើយថារឿងកន្លងហួសអស់ហើយជូនពរអ្នកធ្វើដំណើរដោយសុវត្ថិភាព អរគុណលោកហើយក៏អរគុណដែលធ្វើឲ្យខ្ញុំយល់ថាអ្វីជាតន្ត្រីពិតប្រាកដអញ្ចឹងខ្ញុំទៅហើយណា បាទថែរក្សាខ្លួនផង លីវស៊ុយសូមជូនពរឲ្យលោកដើរបានកាន់តែខ្ពស់កាន់តែឆ្ងាយចំណែកខ្ញុំក៏ត្រូវទៅស្វែងរកផ្លូវផ្ទាល់ខ្លួនរបស់ខ្ញុំដែរ ធ្វើជាខ្លួនឯងពីងនិយាយត្រូវខ្ញុំតែងតែចំណាយពេលទៅលើការច្រណែនបើសិនជាខ្ញុំខំប្រឹងដូចលីវស៊ុយបើសិនជាយកកម្លាំងដែលស្អប់គេមកហាត់ច្រៀងយានសឹងឯងមិនមែនជាលីវស៊ុយទេតែឯងក៏អាចខិតខំប្រឹងប្រែងបានដែរនិយាយថាហឺពីងចាក់ចេញហើយមែនទេបាត់ចុះឯងវិញនៅតែចង់តាមបងទៀតទេបងហៅខ្ញុំចង់រៀនតន្ត្រីដោយយកចិត្តទុកដាក់រៀនតន្ត្រីឯងគិតថាឯងជាលីវស៊ុយមែនទេខ្ញុំមិនមែនជាលីវស៊ុយទេខ្ញុំគឺយានសឹងតែខ្ញុំក៏អាចខំប្រឹងបានដែរយានសឹងបងសុំណែនាំកុំឲ្យឯងយល់សប្តិទាំងថ្ងៃអីនៅរាជធានីបើគ្មានក្នុងបង្អែកឯងគ្មានតម្លៃអីតតែសោះបងហៅអរគុណសម្រាប់ការមើលថែក្នុងរយៈពេលកន្លងមកនេះតែខ្ញុំចង់ពឹងផ្អែកលើខ្លួនឯងល្អអញ្ចឹងបងផ្ដល់ឱកាសចុងក្រោយមួយឲ្យឯងជួយបងធ្វើរឿងមួយរឿងអីជួយយកសេចក្តីព្រាងនិពន្ធរបស់លីវស៊ុយមកឲ្យបងបទដែលគេសរសេរទាំងនោះមានតម្លៃថ្លៃណាស់បងចង់លួចបទចម្រៀងគេមិនមែនលួចទេគឺខ្ចីគេសរសេរបទច្រើនយ៉ាងនេះបាត់មួយបទពីរគេក៏មិនដឹងដែរបងហៅខ្ញុំមិនអាចធ្វើរឿងបែបនេះទេយានសឹងឯងកុំភ្លេចថាឯងជាមនុស្សរបស់បងបើឯងមិនធ្វើក៏កុំសង្ឃឹមថានឹងរស់នៅរាជធានីបានឲ្យសោះបងហៅខ្ញុំនឹងមិនធ្វើរឿងបែបនេះជាដាច់ខាតបើខ្ញុំធ្វើខុសខ្ញុំនឹងទទួលខុសត្រូវដោយខ្លួនឯងតែខ្ញុំនឹងមិនធ្វើរឿងក្បត់អ្នកដទៃទៀតទេល្អមានឆន្ទៈណាស់អញ្ចឹងឯងប្រយ័ត្នខ្លួនឲ្យល្អទៅលោកគ្រូលីវតើគូបង្កើតឈុតបទនេះយ៉ាងម៉េចខ្ញុំសាកល្បងច្រើនរបៀបហើយនៅតែមានអារម្មណ៍ថាមិនទាន់ត្រូវសាកប្រើកន្លងងែម verse គឺមើលវានឹងផ្ដល់អារម្មណ៍កក់ក្ដៅដូចពន្លឺព្រះអាទិត្យចាំងលើអាវរងាចាស់អីចឹងអារម្មណ៍កក់ក្ដៅខ្ញុំយល់ហើយលោកគ្រូលីវនិយាយត្រូវមែនបែបនេះមានរូបភាពច្បាស់ណាស់មានរូបភាពគឺល្អហើយតន្ត្រីគឺត្រូវធ្វើឲ្យមនុស្សមើលឃើញអ្វីមួយលីវស៊ុយមានដំណឹងល្អរឿងអីការប្រគំតន្ត្រីនៅផូកេឡាឋានសម្បុកបក្សីត្រូវបានកំណត់ហើយគឺនៅខែក្រោយពួកយើងនឹងបានទៅផូកេឡាឋានសម្បុកបក្សីហើយអស្ចារ្យណាស់លោកគ្រូលីវសម្បុកបក្សីទីបំផុតមកដល់ហើយភ័យទេមិនភ័យទេនេះជាឆាកដែលគួរតែសម្រេចតាំងពីជាតិមុនមកម្លេះជាតិមុនការប្រៀបធៀបទេគឺក្តីស្រមៃកាលពីមុនមិនថាជាតិមុនឬជាតិនេះទេយប់នេះលោកគឺជាស្ដេចចម្រៀងអរគុណឈីនសូវ៉ាន់អរគុណដែលអ្នកតែងតែជឿជាក់លើខ្ញុំគឺលោកដែលធ្វើឲ្យខ្ញុំជឿជាក់ថាតន្ត្រីនៅតែមានព្រលឹងវិញ្ញាណជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំគឺលីវស៊ុយក៏ជាអ្នកចម្រៀងពាក់របាំងមុខទេវតាហោះពីមេឃដែលអ្នកទាំងអស់គ្នាបានស្គាល់
យប់នេះខ្ញុំចង់ច្រៀងបទមួយបទនេះគឺជាបទដែលកាលពីជាតិមុនខ្ញុំចង់ច្រៀងបំផុតនៅលើភោគលាឋានសម្បុកបក្សីនេះយប់នេះខ្ញុំបានត្រឡប់មកកាន់ទីកន្លែងនេះវិញសម្លឹងមើលទៅមនុស្សម្នារាប់ម៉ឺននាក់បេះដូងខ្ញុំក្តៅភាយការឈឺចាប់កាលពីគ្រានោះថ្ងៃនេះប្រែជាពន្លឺទីបំផុតខ្ញុំលែងតស៊ូតែម្នាក់ឯងទៀតហើយនៅខាងក្រោមកៅអីទស្សនិកជនមានក្រសែភ្នែករបស់ប៉ានិងប្អូនស្រីហើយក៏មានមនុស្សដែលរងចាំខ្ញុំនៅក្បែរជានិច្ចសមុទ្រនៃពន្លឺបន្លឺសំឡេងស្រែកហូបពេញសាលពួកយើងប្រើសំឡេងចម្រៀងផ្លាស់ប្ដូរវាសនាព្យុះភ្លៀងកាលពីមុនថ្ងៃនេះคล้ายជាកម្មចិន្តាចាប់ពីយប់នេះទៅមេឃភ្លឺហើយប្រសិនបើត្រឡប់ទៅថ្ងៃនោះវិញពន្លឺភ្លើងគ្រប់ដួងសុទ្ធតែជាចម្លើយសំឡេងស្រែកហូរគ្រប់សំឡេងសុទ្ធតែជាការឆ្លើយតបយប់នេះមិនត្រឹមតែជាក្តីស្រមៃរបស់ខ្ញុំនោះទេកូនប្រុសរបស់ពុកអរគុណដល់អ្នកទាំងអស់គ្នាដែលបានគាំទ្រខ្ញុំអរគុណដល់អ្នកគ្រូថេនស៊ីវ៉ាន់អរគុណដល់ក្រុមហ៊ុនលម៉ូអរគុណដល់ក្រុមគ្រួសាររបស់ខ្ញុំប៉ារបស់ខ្ញុំនិងប្អូនស្រីរបស់ខ្ញុំតន្ត្រីមិនប្រកាន់វណ្ណៈក្តីស្រមៃមិនប្រកាន់ទាបខ្ពស់ឲ្យតែអ្នកព្រមអស៊ូគង់តែមានថ្ងៃមួយអ្នកនឹងបានឈរនៅលើឆាកផ្ទាល់ខ្លួនរបស់អ្នកលីឈួនឯងធ្វើបានហើយពួកយើងធ្វើបានហើយអបអសាទរផងណាលីឈួនជាតិមុនខ្ញុំត្រូវបានបោកសម្លាប់នៅកីឡាដ្ឋាន Bird's Nest ជាតិនេះខ្ញុំបានកើតជាថ្មីនៅកីឡាដ្ឋាន Bird's Nest នេះការវិលត្រឡប់របស់ស្ដេចតន្ត្រីមិនមែនជាទីបញ្ចប់នោះទេតែជាចំណុចចាប់ផ្ដើម